ได้មានចំណងជើងជាភាសាអង់គ្លេសថា Urban God of Medicine ហើយ admin ក៏បានដាក់ចំណងជើងជាភាសាខ្មែរថាព្រាឱសថនៃទីក្រុងចាប់ផ្ដើមនឹងសាច់រឿងភាគទី1របស់យើងនៅក្នុងក្រុងឈៀងឆឹងយើងក៏បានឃើញស្រីស្អាតម្នាក់កំពុងទៅដើរលេងទូរស័ព្ទដោយមានបរិសម្នាក់ក៏បានដើរមកពីខាងក្រោយហៅថានាងខ្ញុំបានឃើញស្រមោលខ្មៅកំពុងតែគ្របដណ្ដប់ទៅលើរាងកាយរបស់នាងនៅក្នុងថ្ងៃនេះនាងគួរតែប្រុងប្រយ័ត្នផងវានឹងអាចជួបគ្រោះមហន្តរាយរហូតដល់ហូរឈាមដូច្នេះហើយនាងគួរតែការពារខ្លួនឯងឲ្យបានល្អធ្វើឲ្យនារីម្នាក់នោះក៏បានឆ្ងល់តែម្ដងលោកចង់មានន័យអ្វីទៅឬមួយក៏ចង់ញ៉ាខ្ញុំពិតជាឈួតមែនមិនចេះមើលរូបរាងខ្លួនឯងបន្ទាប់មកក៏បានដើរចាក់ចេញទៅទុកឲ្យបរិសម្នាក់នោះដែលជាទូប្រុសរបស់យើងធូរអេះក្បាលឲ្យរអ៊ូលថាខ្ញុំខំចិត្តល្អដាស់តឿននាងហើយបែរជានាងថាខ្ញុំជាមនុស្សឈួតទៅវិញបន្ទាប់ពីខ្ញុំបានចាក់ចេញពីទីនេះអស់រយៈពេល5ឆ្នាំហើយអ្វីបានជាស្រីទាំងអស់នៅក្នុងក្រុងជាងឆឹងខ្លាចជាបែបនេះបន្ទាប់មកក៏បានដើរតាមផ្លូវបណ្ដាគិតបណ្ដាមែនហើយទាំងអស់នេះគឺជាការពិតព្រោះថាទីនេះមិនមែនជាភ្នំខុនលុនរបស់ខ្ញុំនោះទេហើយពួកគេទាំងអស់គ្នាក៏មិនជឿថាខ្ញុំនៅរស់នោះដែរដោយសារតែគ្រូសាយីទាំងមូលរបស់ខ្ញុំត្រូវបានគេសម្លាប់ខ្ញុំឈ្មោះយីឈិនកើតក្នុងគ្រូសាយីនៃក្រុងជាងឆឹងដើមឡើយខ្ញុំមានគ្រូសាដ៏មានសុខភាពមង្គលមួយរស់នៅយ៉ាងមានសេចក្តីសុខដោយការពី5ឆ្នាំមុនអ្វីៗទាំងអស់ត្រូវបានវិនាសដោយសារតែឪពុករបស់ខ្ញុំបានជួយសង្គ្រោះក្មេងម្នាក់បន្ទាប់មកគាត់ក៏បានធ្វើបាបបរិសម្នាក់ដែលមកពីក្នុងរាជធានីបន្ទាប់មកគ្រូសាយីទាំងមូលរបស់ខ្ញុំត្រូវបានគេបំផ្លាញចោលនិងបានសម្លាប់មនុស្សក្នុងគ្រួសារទាំងអស់នៅសល់តែខ្ញុំម្នាក់ដែលមានជីវិតដោយពេលនោះមិត្តភក្តិចាស់របស់ពួកខ្ញុំក៏បានមកមើលរួមទាំងលោកពូជាទីទុកចិត្តរបស់ខ្ញុំបំផុតដែលពួកគេបានឈោះមើលគេតកសម្លាប់គ្រួសាររបស់ខ្ញុំធ្វើឲ្យខ្ញុំជឿចិត្តយ៉ាងខ្លាំងទ្រាំលេងបានកំបិតនៅក្នុងដៃពួកមនុស្សអាក្រក់យើងត្រូវតែសម្លាប់ពួកឯងរត់ចូលទៅប៉ុន្តែត្រូវបានគេតកម្នាក់នោះប្រើប្រាស់ធម៌ពលបន្តិចធ្វើឲ្យកូនកំបិតរបស់ខ្ញុំបានបាក់បន្ទាប់មកក៏បាននិយាយឌៀមដាមគ្រូសាយីរបស់ខ្ញុំរួចហើយក៏បានក្រវេខ្ញុំចូលទឹកទន្លេដោយចៃដន្យលោកគ្រូរបស់ខ្ញុំក៏បានជួយសង្គ្រោះបន្តឲ្យខ្ញុំវឹកហាត់នៅលើភ្នំខុនលុនជាមួយនឹងវិជាច្រើនខ្ញុំតែងតែខំប្រឹងរៀននៅវឹកហាត់ជារៀងរាល់ថ្ងៃឥឡូវនេះខ្ញុំបានត្រឡប់មកក្រុងជាងឆឹងវិញហើយដោយសារតែលោកគ្រូមានបេសកកម្មឲ្យខ្ញុំធ្វើដូច្នេះខ្ញុំយីឈិនសូមស្បត់ថានឹងឲ្យពួកគេទាំងអស់នោះសងបំណុលឈាមមកខ្ញុំវិញរាប់ពាន់ដងដែលគេបានធ្វើមកលើគ្រួសាររបស់ខ្ញុំភ្លាមនោះចំហាយថាមពលដ៏ខ្លាំងក្លានៃកំហឹងរបស់គេក៏បានសាយភាយពេញនឹងធ្វើឲ្យមនុស្សជុំវិញខ្លួននៅទីនោះមានការជិះចាប់យ៉ាងខ្លាំងតើមានរឿងអ្វីកើតឡើងទៅហើយអ្វីបានជាមានសម្ពាធខ្លាំងបែបនេះខ្ញុំមានអារម្មណ៍ថាពិបាកខ្លាំងណាស់មិនអាចបានលាស់ទីចេញពីទីនេះបាននោះទេដោយយីឈិនដែលជាទូប្រុសរបស់យើងគេក៏បានដឹងខ្លួនមកវិញដោយសារតែកំហឹងរបស់ខ្ញុំបានបែកធ្លាយចេញមកខាងក្រៅធ្វើឲ្យប៉ះពាល់ដល់មនុស្សស្លូតត្រង់ដែលមិនដឹងអីក្តាប់ដៃមុនតិចបញ្ឈប់ភ្លាមដោយនារីម្នាក់ក៏បានសួរទៅសង្សាររបស់គេតើមានការអ្វីដែរឬទេបរិសម្នាក់នោះក៏បានតបទៅវិញខ្ញុំគ្មានបញ្ហាអ្វីនោះឡើយយីឈិនក៏បានគិតក្នុងចិត្តខ្ញុំនឹងបំពេញភារកិច្ចដែលលោកគ្រូបានប្រកល់ឲ្យបានល្អមិនទាន់ប្រញាប់ក្នុងការសងសឹកនោះទេកាត់មកក្រុមហ៊ុនហាមេគ្រប់ដែលយីឈិនក៏បានមកដល់វាជាសហគ្រាសដែលឈានមុខគេនៅក្នុងក្រុងជាងឈឹងដែលគេបានមករកនាងសៀវរុស៊ីដោយលោកគ្រូបានទាញជោគវាសនារបស់នាងទុកមុនថានឹងមានគ្រោះមហន្តរាយដ៏ធំនៅក្នុងរយៈពេល100ថ្ងៃខាងមុខនាងទំនងជាត្រូវស្លាប់មានតែខ្ញុំនោះទេដែលអាចបំបីគ្រោះមហន្តរាយរបស់នាងបានដូច្នេះហើយបានជាលោកគ្រូបញ្ជូនខ្ញុំមកទីនេះដោយនៅខាងមុខក្រុមហ៊ុនមាននាយ2នាក់ក៏បានសួរតែឯងចង់ទៅណាយីឈិនក៏បានតបខ្ញុំមករកនាងសៀវរុស៊ីព្រោះថាខ្ញុំមានរឿងចង់និយាយជាមួយនឹងនាងនាយ2នាក់នោះក៏បានតបទៅវិញចង់រកនាងសៀវតើមានបានណាត់នាងទុកមុនដែរឬទេយីឈិនក៏បានអេះអុយបន្តិចដោយសារតែមានបានណាត់ទុកមុនព្រោះតែខ្ញុំមកនេះមានរឿងសំខាន់ខ្លាំងណាស់ខ្ញុំត្រូវតែនិយាយប្រាប់នាងផ្ទាល់មាត់ប្រសិនបើខ្ញុំធ្វើឲ្យពួកលោកពិបាកខ្ញុំអង្គុយនៅសន្លងរងចាំនាងទៅចុះរហូតនាងចេញមកខាងក្រៅដោយនាយ2នាក់នោះមានអនុញ្ញាតឲ្យចូលទៅនោះទេចាប់នៅស្មាជាប់ឈប់សិននាងសៀវមិនមែនជាមនុស្សធម្មតាដែលគ្មានទំនឹងក្រីក្រដូចជាឯងចង់ជួបបាននោះទេប្រញាប់ចេញទៅវិញឲ្យលឿនភ្លាមទៅបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើយីឈិនក៏បានខឹងពួកនេះនិយាយថាយ៉ាងម៉េចសាយភេទចំហាយថាពលដ៏ខ្លាំងក្លាឡើងមកធ្វើនាយទាំងពីរនាក់ភ័យខ្លាចយ៉ាងខ្លាំងតើមានរឿងអ្វីកើតឡើងទៅពួកយើងមិនឡាស់ទីមិនរួចនោះទេយីឈិនដៃលូកកំប៉ៅដៃយ៉ាងសង្ហាសូមប្រយ័ត្ននៅអ្វីដែលពួកលោកបាននិយាយផងត្រូវតែចេះគោរពនិងឲ្យតម្លៃអ្នកដទៃប្រញាប់ហៅមេរបស់ពួកលោកចេញមកកុំឲ្យខ្ញុំនិយាយជាលើកទី2ឲ្យសោះបន្ទាប់ពីឃើញបែបនោះក៏មានមនុស្សមួយក្រុមទៀតក៏បានចេញមកអ្នកកំឡោះតែមានរឿងអ្វីមែនទេខ្ញុំគឺជាប្រធានសន្តិសុខនៅទីនេះមើលទៅអ្នកកំឡោះកំពុងតែបង្កបញ្ហាក្នុងក្រុមហ៊ុនរបស់យើងហើយអ្នកមិនគិតថាកំពុងរករឿងដាក់ខ្លួនដែរទេយីឈិនក៏បានតបខ្ញុំនិយាយម្ដងទៀតខ្ញុំមានរឿងនិយាយជាមួយនឹងសៀវរុស៊ីតើពួកលោកចង់រៀបរឿងខ្លឹកខ្ញុំមែនទេសន្តិសុខម្នាក់នោះក៏បានគិតក្នុងចិត្តមើលទៅអ្នកកំឡោះម្នាក់នេះពិតជាមិនធម្មតានោះទេគេបានបញ្ចេញខ្សែភ្នែកជាមួយនឹងសម្លេងដ៏គួរឲ្យខ្លាចអ្នកកំឡោះឲ្យខ្ញុំសុំទោសផងដោយសារតែលោកប្រធានសៀវមិនបាននៅទីនេះនោះទេនៅក្នុងថ្ងៃនេះសូមទុកព័ត៌មានទាក់ទងរបស់អ្នកនៅទីនេះផងរងចាំរហូតដល់គាត់ចូលមកខ្ញុំនឹងប្រាប់ធ្វើយីឈិនក៏បានអេះក្បាលបន្តិចហានាងមិននៅទីនេះនោះទេដូច្នេះនៅក្នុងថ្ងៃនេះខ្ញុំមិនអាចធ្វើអ្វីបាននោះទេប្រធានសន្តិសុខនោះក៏បានបន្តនិយាយទៀតខ្ញុំសុំទោសផងបន្ទាប់មកក៏បានគិតក្នុងចិត្តពិតជាល្អខ្លាំងណាស់គេបានជឿខ្ញុំហើយយីឈិនក៏បានបន្តអង្គុយលើសាឡុងគ្មានបញ្ហាអ្វីនោះឡើយដោយសារតែខ្ញុំក៏គ្មានអ្វីធ្វើដែរក្នុងថ្ងៃនេះខ្ញុំរងចាំនាងចូលមកទៅចុះមិនចាំបាច់បារម្ភពីខ្ញុំនោះទេប្រញាប់ទៅធ្វើការរបស់លោកទៅចុះធ្វើឲ្យប្រធានសន្តិសុខម្នាក់នោះក៏បានគិតក្នុងចិត្តគេគឺជាមនុស្សដែលគ្រោះថ្នាក់បើបន្តឲ្យគេនៅបែបនេះទៀតខ្ញុំខ្លាចតែការងាររបស់ខ្ញុំត្រូវគេដកគាត់ចោលមិនខានដូច្នេះខ្ញុំត្រូវតែប្រញាប់ដេញគេចេញពីក្រុមហ៊ុននិយាមទាំងអស់ប្រញាប់យកបរិសម្នាក់នេះចេញភ្លាមទៅភ្លាមនោះក៏មានស្រីស្អាតម្នាក់ក៏បានដើរចូលមកចាំបន្តិចទុកឲ្យខ្ញុំនិយាយជាមួយនឹងគេសិនដោយបរិសពី3នាក់
នៅទីនោះដែលឃើញសម្រស់ដ៏ស្រស់ស្អាតរបស់នាងក៏បានលន់មាត់ឡើងតែស្រីស្អាតម្នាក់នេះគឺជាអ្នកថ្មីដែលទើបមកចូលមកមែនទេដល់គ្នារបស់គេម្នាក់ទៀតក៏បានប្រាប់នាងឈ្មោះថាស៊ុនយីជានាយករងតែឯងមិនស្គាល់មែនទេស្ត្រីដែលនៅក្នុងក្រុមហ៊ុនរបស់យើងទាំងមូលដែលអាចប្រៀបធៀបជាមួយនឹងរូបរាងសម្រស់របស់នាងបានមានតែ CEO ទាវរូស៊ូតែប៉ុណ្ណោះដោយស្រីស្អាតម្នាក់នោះក៏បានប្រាប់ប្រធានសន្តិសុខលោកចេះតែធ្វើការរបស់លោកទៅខ្ញុំចង់និយាយជាមួយតែគេពីរនាក់ Hello ខ្ញុំឈ្មោះស៊ុនយីតើមានអ្វីដែលខ្ញុំអាចជួយលោកបានដែរទេបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើយីឈិនក៏បានលន់មាត់ស៊ុនយីបន្ទាប់មកក៏បានគេក្នុងចិត្ត5ឆ្នាំកន្លងផុតមកនេះនាងគឺជាមនុស្សម្នាក់ដែលខ្ញុំមិនអាចបំភ្លេចបានក្នុងចំណោមមិត្តភក្តិចាស់ទាំងអស់ស៊ុនយីគឺជាសិស្សម្នាក់ដែលខ្ញុំបានអង្គុយតុជាមួយនាងអស់រយៈពេល1ឆ្នាំពួកយើងមានទំនាក់ទំនងល្អណាស់ជាមួយនឹងគ្នារហូតដល់គ្រួសារយីរបស់ខ្ញុំត្រូវបានបំផ្លាញចោលធ្វើមនុស្សគ្រប់គ្នាក្នុងទីក្រុងជាងឆឹងមិនចង់រាប់អានជាមួយនឹងខ្ញុំត្រកូលយីទីនោះទេគ្រួសារធំៗទាំងអស់តែងតែគេចចេញពីគ្រួសារយីរបស់ខ្ញុំពួកគេទាំងអស់គ្នាបានចូលក្រោមស្រមោលបរិសម្នាក់នោះមានតែស៊ុនយីតែប៉ុណ្ណោះនាងមិនអើពើនឹងការជំទាស់របស់គ្រួសារនាងនោះទេនាងបានសាងភ្នូរសម្រាប់គ្រួសាររបស់ខ្ញុំគុណធម៌និងភាពស្មោះត្រង់របស់នាងខ្ញុំមិនដែលភ្លេចនោះទេមកដល់ពេលនេះនៅក្នុងថ្ងៃនេះខ្ញុំបានជួបនាងម្ដងទៀតនៅទីនេះស៊ុនយីបន្ទាប់ពីឃើញយីឈិនសម្លឹងមកមុខនាងពេកក៏បានស៊ូអ្នកកំឡោះហើយដើម្បីបានជាខិតមកក្បែរខ្ញុំម្លេះមែនហើយតើលោកមានអ្វីឲ្យខ្ញុំជួយដែរទេយីឈិនក៏បានតបទៅវិញហើយខ្ញុំសូមទោសផងរឿងអំបញ្ញមិញដែលចូលទៅក្បែរនាងដោយសារតែនាងស្រដៀងទៅនឹងមិត្តភក្តិចាស់របស់ខ្ញុំម្នាក់បានជាធ្វើឲ្យខ្ញុំងើយឆ្ងល់មួយភ្លាមបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យស៊ុនយីនាងក៏បានអស់សំណើចអ្នកកំឡោះវិធីសាស្ត្របែបនេះចាស់កំរិលពេកហើយដោយសារតែសម្រស់របស់ខ្ញុំបានជាធ្វើឲ្យលោកមានភាពច្របូកច្របល់ដូច្នេះខ្ញុំមានកិច្ចការប្រញាប់ទៅសិនហើយដោយសារតែលោកកំពុងតែរងចាំនរណាម្នាក់ខ្ញុំមិនរំខានទីនោះទេនៅទីនេះបន្តរងចាំគេទៀតទៅចំណែកយីឈិនក៏បានគេក្នុងចិត្តខានបានជួបនាងយូស៊ិនយីនាងប្រែប្រួលខ្លាំងម្ល៉េះថ្ពាល់របស់នាងសិតតែសាច់ប៉ុន្តែឥឡូវនេះខ្ញុំលែងចង់ជួបសៀវរូស៊ីទៀតហើយសៀវយីបន្ទាប់ពីដើរមកដល់ខាងក្រៅនឹងឡានរបស់នាងបើកទ្វារចូលយីឈិនក៏បានចូលមកដល់អង្គុយខាងក្រោយសួស្ដីស្រីស្អាតធ្វើឲ្យនាងមកភ្ញាក់ផ្អើលយ៉ាងខ្លាំងគឺជាលោកតើចូលមកតាំងពីពេលណាមកមានការអ្វីដែរស្រីស្អាតកុំខ្លាចអីខ្ញុំគ្រាន់តែចង់ជិះទៅជាមួយនឹងនាងតែប៉ុណ្ណោះនាងក៏បានសួរទៅវិញលោកមិននៅរងចាំមនុស្សដែលលោកចង់ជួបទេយីឈិនក៏បានតបវាលេជារឿងសំខាន់ទៀតហើយនាងក៏បានបន្តសួរទៀតតើខ្ញុំអាចស្គាល់ឈ្មោះរបស់លោកបានទេព្រោះថាខ្ញុំមិនអាចឲ្យមនុស្សចម្លែកអង្គុយនៅក្នុងឡានរបស់ខ្ញុំបានទេយីឈិនក៏បានគិតបន្តិចប្រកបណាស់ពេលនេះចំហាយធម្មពលងៀតកំពុងតែគ្របដណ្ដប់រាងកាយរបស់នាងសូម្បីតែឈាមអាកកក៏ជ្រាបច្រាលឡើងពីខ្លួនដែរដែលជាសញ្ញានៃរឿងធំមួយកំពុងតែកើតឡើងចំពោះនាងខ្ញុំមិនអាចឲ្យនាងជួបគ្រោះថ្នាក់នោះទេមែនហើយនាងឈ្មោះរបស់ខ្ញុំគឺជាយីឈិនជាមនុស្សស្មោះកាន់មកស្ថាគារឡុងហួរដែលយីឈិនហើយនឹងស៊ូយីពួកគេក៏បានចូលមកដល់ខាងក្នុងនៃកម្មវិធីជប់លីដែលសម្រាប់របស់នាងធ្វើឲ្យត្រកូលអភិជន 4-5 នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងបើភ្នែកធំព្រះអើយតើជានរណាទៅសម្រាប់ស្រស់ស្អាតខ្លាំងណាស់គ្នារបស់គេម្នាក់ក៏បាននិយាយប្រាប់នាងគឺជានាយករងក្រុមហ៊ុនហាមេឈ្មោះរបស់នាងគឺជានាងស៊ុនយីប៉ុន្តែហេតុអ្វីបានជានាងនំរស់សាមញ្ញម្នាក់មកជាមួយអញ្ចឹងការស្លៀកពាក់ដូចជាសម្រែពេកហើយដោយស៊ុនយីក៏បានឲ្យជីឈិនអង្គុយនៅតុនេះហើយភ្លាមនោះក៏មានត្រកូលអភិជនម្នាក់បានកាន់នៅស្រាមួយកែវចូលមកនាងស៊ុនខ្ញុំឈ្មោះស៊ិនយ៉ុងស្ថាគារហៃយ៉ុងជាកម្មសិទ្ធិរបស់គ្រូសាខ្ញុំដោយបរិសម្នាក់ទៀតនៅក្បែរនោះក៏បានណែនាំខ្លួនដែរនាងស៊ុនយីពិតជាមានកិត្តិយសមែនដែលមានវត្តមាននាងនៅទីនេះខ្ញុំគឺជាអ្នកបង្កើតក្រុមហ៊ុនយុនសេងតើនាងអាចផ្ដល់កិត្តិយសអង្គុយតុជាមួយខ្ញុំបានទេនៅមានអបិម្នាក់ទៀតក៏បានដើរចូលមកដែរហាបើនាងស៊ុនមិនពេញចិត្តអាចមកអង្គុយជាមួយខ្ញុំក៏បានដោយពូត្រកូលអភិជនទាំងអស់នោះក៏បានលើកកែវឲ្យនាងម្នាក់មួយខ្ញុំសង្ឃឹមថានាងមិនរើសអើងពូខ្ញុំអាចផឹកជាមួយខ្ញុំមួយកែវក៏បានដល់យាយឈិនសម្លឹងទៅឃើញនៅចំហាយងឹតដែលជាសញ្ញាគ្រោះថ្នាក់កំពុងតែគ្រប់រំដប់ទៅលើនាងគេក៏ប្រញាប់ចូលមកកាន់នៅស្រាមួយកែវនោះមិនឯនោះទេទោះខ្ញុំជាអ្នកផឹកជំនួសនាងទៅចុះតោះមួយកែវនេះខ្ញុំក៏ដល់ពូលោកធ្វើឲ្យពូត្រកូលអភិជនពេញចិត្តយ៉ាងខ្លាំងឯជាអ្នកណាខ្ញុំត្រូវការផឹកជាមួយនឹងនាងស៊ុនប្រញាប់ចាក់ចេញពីមុខមាត់របស់ខ្ញុំឲ្យឆ្ងាយភ្លាមទៅយាយឈិនពេលនេះក្តៅស្រកត្រចៀកហើយខ្ញុំជាអ្នកណាមែនទេដោយស៊ិនយីនាងក៏បានខាត់មិនអីនោះទេស្រាមួយកែវប៉ុណ្ណឹងមិនអាចធ្វើខ្ញុំស្រវឹងបាននោះឡើយទុកឲ្យខ្ញុំផឹកជាមួយនឹងអ្នកប្រុសទាំងអស់នេះទៅចុះខ្ញុំមិនសូវចេះផឹកខ្លាំងនោះទេដូច្នេះខ្ញុំសូវផឹកមួយកែវនេះតែប៉ុណ្ណោះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់មិនធ្វើបាបក្មេងតូចម្នាក់នេះឡើយធ្វើឲ្យអភិជន 3-4 នាក់នោះឡើងភីងពេញនឹងភ្លាមនោះក៏មានបរិសម្នាក់ក៏បានដើរចូលមកនាងស៊ុនហាក់បីដូចជាមានកំឡោះចំរោមនាងច្រើនពេកហើយបន្ទាប់ពីឃើញមនុស្សធ្វើឲ្យស៊ុនយីក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងឈិនហ្វឹងនេះគឺជាអ្នកប្រុសវ័យក្មេងទី2នៃគ្រួសារឈិនឈ្មោះថាឈិនហ្វឹងតើនាងស៊ុនយីមានបញ្ហាជាមួយនឹងគេមែនទេខ្ញុំធ្លាប់បានឮមកថានាងស៊ុនយីធ្លាប់ជាស្រាដាក់មុខរបស់គេធ្វើឲ្យគាត់បានខ្មាស់គេយ៉ាងខ្លាំងបរិសម្នាក់ដែលមានឈ្មោះថាឈិនហ្វឹងបានខិតចូលទៅរកស៊ុនយីកាលនោះនាងបានចាក់ចែងដោយមាននិយាយលាខ្ញុំសោះវាហាក់បីដូចជាមិនទុកមុខឲ្យខ្ញុំនោះទេដូច្នេះស្រានេះគឺជាការសុំទោសរបស់នាងត្រូវតែផឹកឲ្យអស់ហើយនាងក៏ត្រូវតែយល់ដែរនេះមិនមែនជាការស្នើសុំរបស់ខ្ញុំទេនេះគឺជាបញ្ជារបស់ខ្ញុំស៊ុនយីនាងក៏បានតបទៅវិញឈិនហ្វឹងពេលនេះខ្ញុំហាក់បីដូចជាស្រវឹងពេកហើយខ្លាចតែខ្ញុំផឹកមិនបានច្រើននោះទេបើបន្តផឹកទៀតខ្ញុំខ្លាចតែបង្កបញ្ហាទៅដល់អ្នករាល់គ្នាដូច្នេះខ្ញុំសូមផឹកតែមួយកែវនេះទេប៉ុន្តែអបិឈិនហ្វឹងមិនខ្វល់នោះឡើយចាប់នៅស្មារបស់នាងជាប់ប្រសិនបើនាងស្រវឹងខ្ញុំនឹងបើកបន្ទប់ VIP សម្រាប់នាងចង់ចូលទៅគេងពេលណាក៏បានឆាប់ឡើងទន់ខ្ញុំនៅចិត្តត្រជាធ្វើឲ្យនាងរត់តែភ័យខ្លាចគិតក្នុងចិត្តអ្នកណាក៏ដឹងដែរថាឈិនហ្វឹងជាមនុស្សដែលអាត្មានិយមនិងអាក្រក់បំផុតឲ្យតែមនុស្សស្រីម្នាក់ណាដែលគេពេញចិត្តគេត្រូវតែយកឲ្យបានទោះបីជាប្រើល
ល្បីស្មោកគ្រោកដាក់ថ្នាំក៏ដោយក៏គេហ៊ានធ្វើដែរអាប៉ែចិនហ្វឹងមិនតបពីឃើញនាងមានផឹកគេក៏បានសម្លុតខ្ញុំដឹងថានាងធ្វើពុតជាស្រវឹងព្រោះថាខ្ញុំមិនទាន់ឃើញនាងផឹកនៅឡើយនោះទេនៅក្នុងថ្ងៃនេះទោះបីជាសៀវរុស៊ីមកទីនេះក៏ដោយក៏មិនអាចជួយនាងបានដែរដូច្នេះនាងត្រូវតែផឹកស្រាមួយដុំនេះឲ្យអស់សុនជីក៏បានបន្តគិតទៀតខ្ញុំកើតនៅក្នុងគ្រួសារធម្មតាមួយបោះបង់ការសិក្សាចូលមកក្នុងសង្គមមួយនេះទីបំផុតព្យាយាមធ្វើការបានល្អរហូតមានអំណាចជានាយករងទោះបីជារូបរាងខាងក្រៅរបស់ខ្ញុំមើលទៅលួចឆាយប៉ុន្តែបើប្រៀបធៀបជាមួយនឹងកូនណាភិជនដែលមកពីគ្រួសារធំបែបនេះខ្ញុំមិនអាចស៊ូជាមួយនឹងគេបានទោះតែសោះភ្លាមនោះយីឈិនក៏បានទីរាងកាយរបស់នាងមកនៅក្បែរចាប់កាន់ដបស្រាវលើកទៅខាងលើធ្វើឲ្យឈិនហ្វឹងក៏បានខឹងយ៉ាងខ្លាំងសម្រាមឯងស្វែងរកសេចក្តីស្លាប់ហើយហ៊ានធ្វើឲ្យយើងខឹងផងនិយាយមិនទាន់ចប់ស្រួលបួលផងស៊ីក៏បានមួយដបផែឈាមហូរស្រស់ស្រាក់ស្រែកដូចជាឆ្កែត្រូវបីអំបោសតែឯងគឺជាអ្នកណាហេតុអ្វីបានជាហ៊ានវាខ្ញុំអញ្ចឹងសូម្បីតែលោកប៉ារបស់ខ្ញុំក៏មិនដែរវាខ្ញុំបែបនេះដែរយីឈិនក៏បានតបទៅវិញខ្ញុំជាអ្នកណាមិនមែនជារឿងសំខាន់នោះទេរឿងដែលសំខាន់ឯងមិនគួរណាបង្ខំឲ្យមនុស្សស្រីផឹកស្រានោះទេដែលជាភាគទី3ចាប់ផ្ដើមនឹងស្អីរឿងបន្ទាប់ពីទូប្រុសរបស់យើងយីឈិនវាឈិនហ្វឹងក្បាលមួយដបហូរឈាមរហាមធ្វើឲ្យកូនអភិជន3 4នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្រឡាំងកាំងតែម្ដងតែឥឡូវមនុស្សមិនដឹងថាឈិនហ្វឹងជានរណាមែនទេបានជាគេហ៊ានធ្វើបែបនេះគ្រូសាឈិនគឺជាអិសរាជជនមួយដ៏ធំនៅក្នុងរង្វង់នយោបាយក្រុងជាងឆឹងអ្វីដែលគួរឲ្យខ្លាចបំផុតគឺមានអ្នកខ្លាំងម្នាក់មាននៅកម្រិតធម្មពលក្បាច់គុណដែលចាំការពារគ្រូសាឈិនអាក្មេងសម្រាយម្នាក់នេះច្បាស់ជាជាប់ក្នុងយុគនេះមិនខានដែលហ៊ានធ្វើបាបអ្នកប្រុសឈិនហ្វឹងបែបនេះដោយសិនយីនេះក៏បានគេក្នុងចិត្តទោះយ៉ាងម៉េចក៏ដោយខ្ញុំមិនត្រូវយកយីឈិនចូលមកពាក្យពន់ក្នុងរឿងនេះនោះទេព្រោះតែគេគឺជាមនុស្សស្លូតត្រង់មិនដឹងអីនោះឡើយបន្ទាប់មកក៏បាននិយាយលួងលោមទៅឈិនហ្វឹងឲ្យខ្ញុំសុំទោសផងយុគនេះខ្ញុំនឹងព្រមផឹកខ្ញុំដល់លោកកុំរករឿងមិត្តរបស់ខ្ញុំអីសូមដោះលែងឲ្យគាត់ទៅវិញផងប៉ុន្តែឈិនហ្វឹងគេមិនស្ដាប់នោះទេគេបានជេរប្រមាថនាងគេថានាងអស្ចារ្យខ្លាំងមែនទេដែលហ៊ានចោទចារលក្ខខណ្ឌជាមួយនឹងខ្ញុំទោះជាយ៉ាងណាក៏ដោយនៅក្នុងយុគនេះខ្ញុំត្រូវតែកម្ចាត់អាឡែនេះចោលនេះយាយមិនទាន់ចប់ស្រួលបោះផងយីឈិនទត់មកជាកណ្ដាលផ្លោកផាំងអូយចុកខ្លាំងណាស់ឯងពិតជាថោកទាបពេកហើយទត់កន្លែងសំខាន់របស់យើងខ្ញុំមិនលើកលែងឯងនោះទេត្រូវតែសម្លាប់ឯងចោលយីឈិនគេមិនឈប់ត្រឹមនឹងនោះទេចាប់ក្របួយសក់ជាប់តែឯងនិយាយថាចង់សម្លាប់អ្នកណាបន្តចាប់ក្បាលបំបោកផ្នែកទៅនឹងការ៉ូមុននឹងនិយាយថាសម្លាប់អ្នកណាត្រូវមើលពីសមត្ថភាពរបស់ខ្លួនឯងជាមុនសិនភ្លាមនោះក៏មានមនុស្សមីក្រូម៉ាន់ចូលមកឈប់ភ្លាមដែលគាត់គឺជាមេគ្រូសាត្រកូលឈិនឈ្មោះថាឈិនស៊ីងគូហើយអ្វីបានជាគាត់មកទីនេះសម្រាយម្នាក់នេះច្បាស់ជាស្លាប់ជាមិនខានដោយសារតែអ្នកខ្លាំងដែលការពារគ្រូសាឈិនក៏បានមកដែរព្រោះតែគាត់មាននៅកម្រិតធម្មពលក្បាច់គុណខ្លាំងខ្លាណាស់បន្ទាប់ពីឃើញបែបនោះធ្វើឲ្យស៊ិនយីរត់តែខ្វៃខ្លាចចប់ហើយលោកម្ចាស់ឈិនស៊ីងគូក៏មកដែរដោយឈិនហ្វឹងដែលត្រូវបានយីឈិនចាប់ក្បាលជាប់ស្រែកឡើងលោកប៉ាជួយខ្ញុំផងចំណែកស៊ុនយីនាងក៏បានគិតរកវិធីដើម្បីជួយទូប្រុសរបស់យើងប៉ុន្តែយីឈិនបែរជាសើចអូខេខ្ញុំព្រមដោះលែងក៏បានសម្លឹងមើលទៅតាចាស់ម្នាក់ដែលជាអ្នកការពារគ្រូសាឈិនមើលទៅគាត់ហាក់បីដូចជាមានកម្រិតធម្មពលក្បាច់គុណប្រហែលជាមិនខ្លាំងជាងខ្ញុំនោះទេដោយឈិនហ្វឹងគេក៏បានទៅយំទៅឯប្រាប់ប៉ារបស់គេលោកប៉ាអាចចង្រៃមាននោះបានវាខ្ញុំយ៉ាងធន់ធ្ងរលោកប៉ាត្រូវតែចាត់ការវាឲ្យចាស់ដៃដោយលោកប៉ារបស់គេក៏បានសៃឡងមិនចាំបាច់និយាយច្រើននោះទេទៅឈរពីខាងក្រោយខ្នងរបស់យើងភ្លាមទៅបន្ទាប់មកក៏បានសួរទៅព្រឹទ្ធាចារ្យមីងតើឥឡូវមាននោះមានប្រវត្តិអ្វីខ្លះដោយព្រឹទ្ធាចារ្យមីងក៏បានរៀបរាប់ប្រាប់គេមាននៅកម្រិតក្បាច់គុណធម្មពលដែរប៉ុន្តែខ្ញុំគិតថាអាយុរបស់គេគឺនៅតិចខ្លាំងណាស់គូតែឈានចូលមកកម្រិតគូវូមិនបានយូរប៉ុន្មាននោះទេដោយទូប្រុសរបស់យើងក៏បាននិយាយឡើងតើពួកលោកចង់ធ្វើអ្វីបន្តទៀតចង់បានបែបណាប្រាប់ខ្ញុំមកដោយលោកម្ចាស់ឈិនក៏បានតបអាឡិតឯងមិនអាចធ្វើអ្វីបានទៀតនោះទេដោយសារតែនៅក្នុងថ្ងៃនេះខ្ញុំមានចិត្តសប្បុរសបើឯងព្រមលូតជង្គង់អង្វរខ្ញុំព្រឹទ្ធាចារ្យមីងប្រហែលជាគាត់ទុកសាកសពរបស់ឯងឲ្យនៅទីមូលដោយយីឈិនក៏បានប្រាប់ស៊ុនយីថាទុកឲ្យខ្ញុំចាត់ការបានហើយថយតែខាងក្រោយបន្តិចភ្លាមទៅដោយព្រឹទ្ធាចារ្យមីងក៏បានដើរចូលមកនេះកំឡោះឯងបានវឹកហាត់ធម្មពលក្បាច់គុណតាំងពីក្មេងប៉ុន្តែគឺអានេះខ្លាំងណាស់ដែលពេលនេះឯងបានមករករឿងមនុស្សខុសហើយមិនឆានធម្មពលនៅក្នុងដៃសម្រុកចូលយ៉ាងលឿនចាប់ស្មារបស់យីឈិនជាប់ហើយនិយាយបន្តទៀតយល់ល្អឆាប់សុំអង្វរខ្ញុំឲ្យទុកសាកសពរបស់ឯងនៅទីមូលទៅទូប្រុសរបស់យើងនៅតែលយលុកកប៉ៅទាំងពីរឲ្យខ្ញុំសុំអង្វរមែនទេបន្ទាប់ពីឃើញមនុស្សស៊ុនយីគ្នាក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងល្បឿនរបស់ព្រឹទ្ធាចារ្យមីងនោះពិតជាលឿនខ្លាំងមែនប្រហែលជាកម្រិតធម្មពលក្បាច់គុណរបស់គាត់ខ្លាំងក្លាហើយដោយពេលនោះទូប្រុសរបស់យើងយកដៃអង្អែលសក់ក្រប៉យរបស់ព្រឹទ្ធាចារ្យមីងខ្ញុំមិនដឹងថាលោកបានជ្រើសរើសមឈូសរបស់លោកទុកឲ្យឬនៅនោះទេធ្វើឲ្យព្រឹទ្ធាចារ្យមីងខឹងយ៉ាងខ្លាំងអាឡែឯងពិតជាឆ្លើយពេកហើយយើងនឹងមិនជួនឯងទៅឋាននរកខ្សែភេទចំហាយធម្មពលពេញនឹងសម្រុកចូលមកប៉ុន្តែត្រូវបានទូប្រុសរបស់យើងគេចផុតបន្តិចពីឆេះធម្មពលនៅក្នុងដៃវាប្រហារទៅវិញលុះសូតផាំងធ្វើឲ្យព្រឹទ្ធាចារ្យមីងស្ដុកបាត់ទៅហើយលោកពិតជាមនុស្សចាស់ដែលអាក្រក់មែនមាននៅបច្ចេកទេសក្បាច់គុណបន្តិចបន្តួចហ៊ានលុយវាឈ្មោះខ្ញុំផងបន្ទាប់ពីឃើញបែបនោះធ្វើនេះរកគ្នាក៏បានភ្ញាក់ផ្អើលបើកភ្នែកធំទូប្រុសរបស់យើងក៏បានសួរទៅត្រកូលគ្រូសាឈិនតើមានអ្នកណាចង់សាកល្បងទៀតទេលោកម្ចាស់ឈិនបន្ទាប់ពីឃើញបែបនោះភ័យខ្លាចយ៉ាងខ្លាំងក៏បានលន់មាត់ឡើងសូម្បីតែព្រឹទ្ធាចារ្យមីងដែលមាននៅធម្មពលក្បាច់គុណខ្លាំងពូកែក៏ត្រូវបានចាញ់ក្មេងម្នាក់នេះដែរតើគេជាអ្នកណាពិតប្រាកដទៅព្រឹទ្ធាចារ្យមីងបន្ទាប់ពីងើបឡើងមកវិញប្រហែលជាបាក់ធ្មេញអស់ហើយមើលទៅក្តោបមាត់តើអ្នកណាជាអ្នកបង្រៀនបច្ចេកទេសក្បាច់គុណរបស់ឯងបែបនេះអាចប្រាប់ខ្ញុំបានដែរទេយីឈិនក៏បានតបចង់ដឹងថាជាអ្នកណាមែនទេពួកមនុស្សអាក្រក់ដូចជាឯងមិនស័ក្តិសមស្គាល់គាត់នោះទេបញ្ចេញនឹងសម្រែកដករំពងយ៉ាងខ្លាំងក្លាធ្វើឲ្យនេះរកគ្នានឹងព្រឹទ្ធាចារ្យមីងក្អកឈាមបានហើយខ្ញុំមានអារម្មណ៍ថាឈឺ
ចុកចាប់ខ្លាំងណាស់ព្រោះថាត្រចៀករបស់ខ្ញុំស្ទើរតែហូរជាមចេញមកខាងក្រៅហើយបន្ទាប់ពីទូប្រុសរបស់យើងបានបញ្ឈប់បន្ទាប់មកក៏បានសួរទៀតតើលោកគឺជាឈិនស៊ីងគូមែនទេតើនៅចាំបានរឿងអត់រឿងចំនួនរបស់គ្រូសាយីខ្ញុំគ្រូសាឈិនរបស់ពូលោកក៏មានជាប់ពាក្យព័ន្ធដែរបន្ទាប់ពីស្ដាប់ឮថាគ្រូសាយីធ្វើឲ្យលោកម្ចាស់ឈិនភ័យខ្លាចយ៉ាងខ្លាំងពួកអាកូនចៅប្រញាប់បញ្ឈប់គេភ្លាមទៅកូនចៅរបស់គេ 4-5 នាក់ពាក់វ៉ាន់តាខ្មៅដូចជាអ្នកលេងពូយើងកុំខ្លាចអីគេមានតែម្នាក់ឯងតែប៉ុណ្ណោះសម្រុកចូលវាប្រហារគេភ្លាមទៅបន្ទាប់ពីឃើញមេមនុស្សយីឈិនផ្ដាប់ដៃឡើងណែនវាមួយដៃចេញទៅខាងលើធ្វើឲ្យប្រមាណអ្នកនោះខ្ទាតប៉ើងអស់រលីងពេលនេះវាដោះវារបស់ឯងហើយបន្ទាប់ពីស្ដាប់ឮបែបនោះពួកកូនទាំងពីរគ្រូសាឈិនលូតជង្គង់ក្រឹបឲ្យខ្ញុំសុំទោសផងដោយសារតែខ្ញុំបង្រៀនកូនប្រុសមិនបានល្អសូមអ្នកក្លាហានប្រោះជីវិតរបស់ពួកយើងផងដោយឈិនហ្វឹងគេក៏បាននិយាយសុំទោសបងប្រុសខ្ញុំពិតជាមិនបានដឹងថាកញ្ញាស៊ុនយីគឺជាស្រីរបស់បងនោះទេយីឈិនក៏បាននិយាយឡើងសុំមេត្តាប្រោះជីវិតផងបំណុលចាស់ខ្លះៗត្រូវតែជម្រាបបញ្ជីភ្លាមនោះក៏មានក្រុមប៉ូលីសមួយក្រុមបានមកដែលមានបញ្ជាការរបស់ពួកគេគឺជាស្រីឈប់សិនសំឡងទៅក៏បានឃើញលោកម្ចាស់ត្រកូលឈិនធ្វើនាងក៏បានភ្ញាក់ផ្អើលតើមានរឿងអ្វីកើតឡើងហើយអ្វីបានជាពួកគេទាំងពីរនេះលុតង្គង់ចំពោះមុខក្មេងប្រុសម្នាក់នេះទៅវិញសំឡងទៅឃើញព្រឹទ្ធាចារ្យមីងដែលជាអ្នកខ្លាំងការពារគ្រូសាឈិនលុតង្គង់ដែរធ្វើនាងរត់ទៅភ្ញាក់ផ្អើលឡើងតើអ្នកកំឡោះម្នាក់នោះបានធ្វើអ្វីខ្លះហើយអ្វីបានជាគ្រូសាឈិនទាំងមូលភ័យខ្លាចបែបនេះដោយទូប្រុសរបស់យើងក៏បានចាប់សក់ក្បាលលោកម្ចាស់ឈិនជាប់លើមកខាងលើធ្វើឲ្យគាត់សៃឡើងលាន់ពេញនឹងប្រលេងសក់របស់ខ្ញុំទៅវាឈឺខ្លាំងណាស់ដោយយីឈិនក៏បាននិយាយទៅប្រាប់ប៉ូលីសស្រីម្នាក់នោះដោយសារតែពួកគេមុននឹងបានជេរប្រមាថមនុស្សស្រីវាហាក់បីដូចជាមិនសមរម្យនោះទេដោយប៉ូលីសស្រីម្នាក់នោះក៏បានភ្ជុំកំភ្លើងទៅប្រញាប់ដោះលែងលោកម្ចាស់ឈិនភ្លាមបើមិនដូចចោះទេខ្ញុំនឹងបាញ់ជាមិនខានយីឈិនក៏បានតបទៅវិញស្រីស្អាតកុំលូកដៃឲ្យសោះនេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំនាងគួរតែទៅឲ្យឆ្ងាយពីទីនេះធ្វើឲ្យប៉ូលីសស្រីម្នាក់នោះក៏បានងឿងឆ្ងល់ឬមួយគូក្បាលបរិសម្នាក់នេះមានបញ្ហាបានហើយឈប់និយាយអត់ប្រយោជន៍ទីទៅលើកដៃដាក់លើក្បាលហើយអង្គុយចុះនេះជាការប្រមានលើកទី2បន្ទាប់ពីស្ដាប់ឮបែបនោះធ្វើយីឈិនរត់ទៅខឹងនាងពិតជាមិនដឹងល្អអាក្រក់នោះទេភ្លាមនោះស៊ុនយីក៏បានមកចាប់ដៃរបស់ទូប្រុសយើងជាប់បានហើយប្រញាប់សុំទោសនេះរកគ្នាភ្លាមទៅប្រហែលជាពួកគាត់ជួយចាប់ខ្លាំងហើយឆាប់ឡើងនឹងចាប់អ្វីទៀតយីឈិនក៏បានសួរទៅវិញហើយអ្វីបានជាខ្ញុំត្រូវសុំទោសធ្វើឲ្យស៊ុនយីក៏បានស្ដីបន្ទោសបន្តិចបើលោកមិនឈប់នោះទេខ្ញុំនឹងមិនឲ្យលោកតាមខ្ញុំទីនោះឡើយដូច្នេះលោកត្រូវតែស្ដាប់ខ្ញុំស៊ុនយីនេះក៏បានចាប់ទូប្រុសរបស់យើងឲ្យលុតជង្គង់ធ្វើការសុំទោសទៅនេះរាល់គ្នាឥឡូវនេះគាត់ព្រមចោះចាញ់ហើយសូមប៉ូលីសទាំងអស់កំបាញ់គាត់អីហើយពួកយើងនឹងព្រមដោះស្រាយតាមផ្លូវច្បាប់កាត់មកដល់ក្នុងប៉ុស្តិ៍ប៉ូលីសដែលប៉ូលីសប្រុសម្នាក់យករបាយការណ៍ទៅរាយការណ៍ប្រាប់មេស្រីរបស់គេបើមើលតាមវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ស្ថានភាពមិនតិចជាង10ដងនោះទេមាននៅខ្លឹមសារមួយចំនួនត្រូវបានលុបចោលរូបភាពទាំងអស់ដែលបានបង្ហាញថាយីឈិនគេកំពុងតែការពារខ្លួនតែប៉ុណ្ណោះប៉ូលីសស្រីម្នាក់នោះក៏បានតបទៅវិញថាយ៉ាងម៉េចវីដេអូមួយចំនួនត្រូវបានលុបចោលវាកំណត់ថាវីដេអូមួយណាដែលត្រូវលុបមែនហើយគឺវានៅទីនេះបន្ទាប់មកក៏បានបើកវីដេអូឲ្យមេរបស់គេមើលលោកម្ចាស់ឈិនស៊ីងគូបាននាំនៅអ្នកខ្លាំងម្នាក់ដែលជាអ្នកការពារគាត់បញ្ជាទៅឲ្យចរចាជាមួយនឹងយីឈិនប៉ុន្តែមួយប្រព្រឹត្តមិនសោះព្រឹត្តិការណ៍ម្នាក់នោះក៏ត្រូវបានដួលស្ដោកបាត់ទៅហើយពួកយើងខំព្យាយាមឆែកម្ដងហើយម្ដងទៀតនៅតែមិនឃើញរូបភាពអ្វីក្នុងអំឡុងពេលនោះមិនដឹងថាមានអ្វីកើតឡើងនោះទេប៉ូលីសស្រីម្នាក់នោះក៏បាននិយាយដែរបន្ទាប់ពីកើតហេតុភ្លាមពួកយើងក៏ប្រញាប់ទៅយ៉ាងលឿនមិនគួរណាមានមនុស្សឆ្លៀតឱកាសទៅលុបវីដេអូនោះទេដោយសារតែខ្ញុំបានឃើញចំហាយនៃស្រមោលអំណាចដ៏ខ្លាំងក្លានៅពីខាងក្រោយរបស់យីឈិនព្រោះតែពេលនោះខ្ញុំមិនមានភស្តុតាងគ្រប់គ្រាន់នោះទេដែលអាចវិនិច្ឆ័យបានថាគេមិនមែនជាអ្នកធ្វើឡើយកាត់មកយីឈិនហើយនឹងស៊ុនយីបន្ទាប់ពីមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការឃុំឃាំងរូបគេក៏ត្រូវបានប៉ូលីសដោះលែងមកវិញពួកនាងក៏បានត្រេកអរយ៉ាងខ្លាំងឃើញអត់ថាខ្ញុំនិយាយត្រូវមែនទេវាពិតជាស្រួលខ្លួនខ្លាំងណាស់បន្ទាប់ពីចេញមកខាងក្រៅវិញបន្ទាប់ពីត្រឡប់ទៅដល់បន្ទប់ខ្ញុំនឹងងូតទឹកឲ្យត្រជាក់កុំចាត់នៅសំណាក់អាក្រក់ទាំងអស់ចោលដោយយីឈិនគេក៏បានគិតទៅដល់ឪពុកកូនទាំងពីរនៃគ្រូសាឈិនពួកគេទាំងពីរជាមនុស្សគ្រោះថ្នាក់បំផុតចំពោះស៊ុនយីក្នុងពេលនេះនៅពេលដែលខ្ញុំចាក់ចេញពីក្រុងជាងឆឹងពួកគេនឹងមិនឲ្យស៊ុនយីរួចខ្លួននោះឡើយដូច្នេះខ្ញុំត្រូវតែរកពេលវេលាទៅកំចាត់ឪពុកកូនទាំងពីរនោះចោលដោយស៊ុនយីពេលនោះនាងក៏បានគិតក្នុងចិត្តវាហាក់បីដូចជាគេមាននៅកំហឹងដែលមិនអាចពណ៌នាបានធ្វើឲ្យទូប្រុសរបស់យើងក៏ប្រញាប់ទូហើយអ្វីបានជានាងសម្លឹងខ្ញុំបែបនេះធ្វើឲ្យនាងក៏ប្រញាប់បដិសេធមិនដូចអ្វីដែលលោកបានគិតនោះឡើយខ្ញុំគ្រាន់តែចង់សួរថាលោកស្នាក់នៅឯណាខ្ញុំនឹងជូនលោកត្រឡប់ទៅវិញដោយយីឈិនក៏បាននិយាយប្រាប់ខ្ញុំទៅតែមកក្នុងក្រុងជាងឆឹងតែប៉ុណ្ណោះមិនទាន់រកបានកន្លែងស្នាក់នៅឡើយនោះទេមើលទៅពេលនេះវាយឺតហើយសង្ស័យតែខ្ញុំត្រូវដេកនៅក្នុងសួនយប់នេះជាមិនខានបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើនាងក៏បានគិតបន្តិចបើមិនដូច្នោះទេលោកអាចស្នាក់នៅក្នុងផ្ទះខ្ញុំបណ្ដោះអាសន្នបានព្រោះថាខ្ញុំក៏មានបន្ទប់មួយនៅទំនេរដែរទោះបីជាវាមិនធំទូលាយក៏ដោយប៉ុន្តែអាចគេងបានល្អជាងទៅគេងនៅក្នុងសួនដោយយីឈិនគេក៏បានលោលេងបន្តិចនាងខ្លាចខ្ញុំគេងក្នុងសួនឬមួយក៏នាងពេញចិត្តនឹងរូបរាងដ៏សង្ហារបស់ខ្ញុំបន្ទាប់មកក៏បានដើរបណ្ដាទៅជែកគ្នាបណ្ដាលោកកុំលងនឹងខ្លួនឯងខ្លាំងពេកខ្ញុំគ្រាន់តែសួរថាលោកស្នាក់នៅឯណាតែប៉ុណ្ណោះនឹងមានទឹកចិត្តល្អមិនចង់ឲ្យលោកគេងនៅក្នុងសួនតែប៉ុណ្ណោះខណៈពេលនោះប៉ូលីសស្រីម្នាក់នោះក៏បានជិះឡានមកឃើញវីដេអូមួយចំនួនត្រូវបានលុបចោលអ្នកការពារដ៏ខ្លាំងក្លានៃគ្រូសាឈិនដែលមានកម្រិតធម៌ពលក្បាច់គុណដួលសន្លប់ដ៏គ្មានមូលហេតុថែមទាំងពួកគេលុតជង្គង់សុំទោសបរិសម្នាក់នេះទៀតផងបន្ទាប់មកក៏បានខកទៅរកបរិសម្នាក់ដែលពូកែខាងវិនិច្ឆ័យអាឡូរៀមច្បងតើមានជាប់បេសកកម្មអ្វីដែរទេឲ្យខ្ញុំសុំទោសទុកមុនផងដែលខកទៅរំខានព្រោះតែខ្ញុំមានរឿងសំខាន់ចង់ឲ្យបងជួយដូច្នេះខ្ញុំនឹងផ្ញើវីដេអូទៅឲ្យបងមើលជួយវិភាគបរិសម្នាក់នៅក្នុងវីដេអូផងថាគេគឺជាអ្នកណាមកពីណាឲ្យប្រកាសកាត់មករៀបច្បងម្នាក់នោះដៃមួយខាងលើកអតិហាតប្រានដៃមួយខាងទៀតលេងនៅទូរស័ព្ទបានរអ៊ូឡើង
ងថាបងស្រីទុយម្នាក់នេះពិតជាពិបាកខ្លាំងហើយបានសុំឲ្យខ្ញុំជួយមកផ្អែកទៅលើប្រវត្តិគ្រួសាររបស់នាងហើយអ្វីបានជាទៅធ្វើប៉ូលីសទុយតែនៅកន្លែងទុយបែបនោះហើយពេលនេះបានខលមកខ្ញុំទាំងយប់ដើម្បីឲ្យជួយដោះស្រាយរឿងមួយបន្ទាប់មកក៏បានប្រប្រាស់ធម្មពលរបស់គាត់ស្រូបយកមេតបុកមកក្នុងដៃបន្ទាប់មកក៏បានបើកមេវីដេអូដែលបងស្រីម្នាក់នោះបានផ្ញើមកឲ្យបើមើលតាមកាយវិការរបស់អង្គរាជទាំងអស់នេះពួកកងទ័ពពិសេសដែលចូលនិវត្តន៍គ្នារបស់គេជាច្រើនបានព្រួតវាមនុស្សម្នាក់ពិតជាមិនចេះខ្មាស់គេមែនភាពអានយ៉ាងខ្លាំងបន្ទាប់ពីអង្គរាជប្រមាណមួយនោះត្រូវបានខ្ទាតចេញដោយមិនដឹងមូលហេតុនេះគឺជាធម្មពលក្បាច់គុណគំនិតធម្មពលរបស់បរិមម្នាក់នេះពិតជាមិនធម្មតានោះឡើយមើលទៅដូចជាអ្នកបានវឹកហាត់ពីកម្ពុជាភ្នំខុនលុនអញ្ចឹងឬមួយក៏ជាកូនសិស្សរបស់លោកគ្រូបន្ទាប់មកគាត់ក៏បានលើកទូរស័ព្ទខលទៅបងស្រីបងចង់បានព័ត៌មានទាំងអស់ដែលទាក់ទងនឹងយីឈិនព្រោះតែគេមិនមែនជាមនុស្សធម្មតានោះឡើយកាត់មកក្នុងខុនដូរបស់ស៊ុនយីបន្ទាប់ពីនាងបានងូតទឹករួចហើយចេញមកខាងក្រៅយីឈិនពេលនេះខ្ញុំបានងូតទឹករួចហើយសាច់រឿងភាគទី4របស់យើងក៏ត្រូវបានបញ្ចប់ព្រះអសននៃទីក្រុងដែលជាភាគទី5ចាប់ផ្ដើមនៅសាច់រឿងបន្ទាប់ពីស៊ុនយីនាងបានចេញពីបន្ទប់ទឹកហើយយីឈិនខ្ញុំមុជទឹករួចរាល់ហើយវាដល់វេនរបស់លោកត្រូវងូតទឹកម្ដងបន្ទប់ទឹកគឺនៅខាងនោះបន្ទាប់ពីទូប្រុសរបស់យើងចូលទៅងូតទឹកដោះអាវចេញសិកផេកឡើងកង់តែម្ដងបន្ទាប់មកក៏បានគិតរឿងកាលពី5ឆ្នាំមុនដែលលោកគ្រូរបស់គេបានជួយសង្គ្រោះខ្ញុំគិតថានោះជាពរជ័យរបស់ខ្ញុំប៉ុន្តែខ្ញុំមិននឹកស្មានថានេះជាការចាប់ផ្ដើមនៃការសម្រេចកលរបស់ខ្ញុំនៅថ្ងៃដំបូងលោកគ្រូមិនបានបញ្យល់អ្វីខ្ញុំទាំងអស់គាត់បានទុកឲ្យខ្ញុំនៅក្នុងទ្រុងខ្លាតស៊ូប្រយុទ្ធរហូតដល់ខ្លាមួយក្បាលនោះត្រូវបានស្លាប់ចំនួន3ថ្ងៃខ្ញុំត្រូវបានស្លេកឃ្លានយ៉ាងខ្លាំងទើបគាត់បានមកយកខ្ញុំចេញបន្ទាប់មកគាត់បាននាំខ្ញុំទៅកន្លែងគ្រោះថ្នាក់ជាច្រើនដើម្បីវឹកហាត់រាល់ពេលណាខ្ញុំប្រឈមមុខនឹងស្ថានភាពគ្រោះថ្នាក់ម្ដងស្ទើរតែស្លាប់ទៅហើយប៉ុន្តែរាល់ដងខ្ញុំតែងតែមានជីវិតរស់ឡើងមកវិញរហូតអ្វីដែលធ្វើឲ្យខ្ញុំមានជីវិតរស់រហូតមកដល់ពេលនេះវាគឺជាគំហឹងនៃការសពដែលគ្មានទីបញ្ចប់ហើយខ្ញុំតែងតែចាំពួកគេរាល់គ្នាដែលបានចូលរួមក្នុងពិធីជប់លៀងនៅស្ថានភាពយុនហ៊ូនៅក្នុងឆ្នាំនោះដូច្នេះខ្ញុំនឹងធ្វើឲ្យពួកគេមានការជឿចុកចាប់ដូចជាខ្ញុំចំណែកស៊ុនយីដែលនៅខាងក្រៅនាងក៏បានចាំថាខ្ញុំមិនទាន់បានត្រៀមសម្លៀកបំពាក់សម្រាប់យីឈិននោះទេខ្ញុំគួរតែយកទៅឲ្យគាត់ជាមុនសិនទេដឹងភ្លាមនាងក៏បាននឹកឃើញថាសម្លៀកបំពាក់និងខោអាវខាងក្នុងរបស់នាងដែលទៅតែផ្លាស់ចេញមិនទាន់បានយកចេញមកខាងក្រៅនោះទេពិតជាយ៉ាប់ហើយសូមកុំឲ្យគាត់ឃើញឲ្យសោះដោយនាងក៏បានទៅបើកទ្វារបន្ទប់ទឹកយីឈិនកុំទាន់អាចចេញពីអាងងូតទឹកឲ្យសោះដោយសារតែខ្ញុំចូលមកយករបស់បន្តិចប៉ុន្តែយឺតពេលទៅហើយពេលនេះទូប្រុសរបស់យើងបានចេញមកមានតែខោខ្លីតែប៉ុណ្ណោះតែនាងចង់យកអ្វីទៅដោយស៊ុនយីពេលនេះបែកផ្សែងហើយបន្ទាប់ពីឃើញសិចផែករបស់ទូប្រុសយើងឡើងរឹងដៃរឹងជើងអស់ទៅហើយមិនអីនោះទេខ្ញុំនឹងប្រញាប់ចាក់ចេញឥឡូវនេះសុំទោសផងខ្ញុំគ្មានអំណងលួចមើលលោកនោះទេបន្ទាប់មកក៏បានបាត់ទ្វារជុតទៅគេនៅលើក្រេអោបនៅខ្នើយអោបមួយញ័រខ្លួនញ័រប្រាណអស់ទៅហើយអូយខ្ញុំមិនបានឃើញអ្វីនោះទេអត់ឃើញគឺមិនបានឃើញអ្វីទាំងអស់យីឈិនបន្ទាប់ពីស្ដាប់ស្នូសំឡេងរអ៊ូចេញពីបន្ទប់របស់ស៊ុនយីមើលទៅយប់នេះនាងប្រហែលជាមិនចេញមកខាងក្រៅនោះទេវាគឺជាឱកាសល្អរបស់ខ្ញុំព្រោះថាខ្ញុំមានរឿងខ្លះត្រូវដោះស្រាយដកស្មៅត្រូវតែដកទៀនរឹសចេញកាន់មកភូមិគ្រឹះរបស់គ្រូសាឈិនដែលពួកកូនទាំងពីររបស់គេកំពុងតែនិយាយគ្នាលោកបាឈប់រអ៊ូទៀតទៅកូនមិនទាន់បានស្រឡាំងកាំងនោះឡើយនោះទេលោកម្ចាស់ឈិនក៏បានទាកំភ្លៀងកូនប្រុសរបស់គេមិនដាច់ផាច់បើមិនមែនដោយសារតែកូនដេរឆានឯងបានជាធ្វើឲ្យព្រឹត្តិការណ៍មីងរស់របួសយ៉ាងធ្ងន់ធ្ងរថែមទាំងពិការទៀតផងនៅពេលនេះពួកយើងមិនមានព្រឹត្តិការណ៍មីងកាពីទៀតនោះទេគ្រូសាឈិនរបស់យើងច្បាស់ជាជួបប្រថ្នាក់មិនខានឈិនហ្វឹងក៏បាននិយាយលោកប៉ាយើងនៅមានលោកតាម្នាក់ទៀតប្រសិនបើយើងយកគាត់មកទីនេះគ្មាននរណាហ៊ានប៉ះពាល់យើងទីនោះឡើយដោយលោកប៉ារបស់គេក៏បានបន្តនិយាយទេយើងនៅតែមានអារម្មណ៍មិនទាន់កក់ក្ដៅដល់រាមណាយើងមិនទាន់កំចាត់អាគ្មានអេមីនោះចោលយើងក៏មិនទាន់មានសេចក្តីសុខដែរស្អែកនេះពួកយើងប្រញាប់ឡើងទៅភ្នំវូយីសុំលោកតាឲ្យមកនៅទីនេះធ្វើឲ្យឈិនហ្វឹងគេសប្បាយចិត្តយ៉ាងខ្លាំងហាឆ្កាដៃឆ្កាជើងដូចជាកង្កែបអញ្ចឹងដល់ពេលនោះយើងនឹងកំចាត់អាឡែនោះចោលកាច់បំបាក់ដៃបំបាក់ជើងរបស់វាបន្ទាប់មកយើងនឹងធ្វើទរណកម្មស៊ុនយីនៅចំពោះមួលរបស់វាទៀតដោយពេលនោះទូប្រុសរបស់យើងក៏បានមកដល់អ្នកណាហ៊ានប៉ះពាល់ស្រីរបស់យើងធ្វើឲ្យពួកកូនទីពីរនាក់ក៏បានភ្ញាក់ផ្អើលយីឈិនទូប្រុសរបស់យើងក៏បានបន្តនិយាយទៀតខ្ញុំមកនិយាយអំពីរឿងទាំងអស់នេះលោកពុកឬគេមកដើម្បីសម្លាប់ពួកយើងកូនប្រុសក៏មករំអីគេមិនហ៊ាននោះទេយីឈិនពេលនេះសាយភ័យនៅកំហឹងពីរាងកាយប្រើប្រាស់បច្ចេកទេសលឺសូទៅឆ្វិចផ្ដាច់ជីវិតរបស់ឈិនហ្វឹងបាត់ទៅហើយលោកគេថាខ្ញុំមិនហ៊ានសម្លាប់មែនទេឥឡូវនេះតើលោកមានអារម្មណ៍ថាយ៉ាងម៉េចដែរធ្វើឲ្យលោកម្ចាស់ឈិនតក់ស្លុតយ៉ាងខ្លាំងកូនប្រុសហើយអ្វីបានជាឯងហ៊ានសម្លាប់កូនរបស់យើងទាំងដែលឯងនឹងពួកយើងមិនធ្លាប់មានគំនុំជាមួយនឹងគ្នានោះឡើយបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យយីឈិនក៏បានអស់សម្លាយហាពួកយើងមិនធ្លាប់មានគំនុំពីមុនមកហាពិតជារឿងដ៏គួរអស់សំណើចមែនខ្ញុំសូមសួរលោកឈិនស៊ីនគូតើលោកធ្លាប់នៅចាំពិធីជប់លៀងនៅក្នុងវិមានយន្តហួរដែរឬទេកាលពី5ឆ្នាំមុនដែលវិមានជាប់ពាក្យពន្ធជាមួយនឹងគ្រូសាយីដែលត្រូវបានគេសម្លាប់កាលពីពេលនោះហើយមុខមាត់ដល់កាយសាហាវរបស់អ្នកកាលពីពេលមុនខ្ញុំចាំមិនដែលភ្លេចនោះទេធ្វើឲ្យលោកម្ចាស់ឈិនក៏បានចាំបានគឺជាឯងអាចសម្រាប់ពីគ្រូសាយីយីឈិនក្រែឯងកាលនោះបានធ្លាក់ចូលទៅក្នុងទន្លេស្លាប់បាត់ទៅហើយហើយអ្វីបានជាឯងនៅរស់ទៀតមិនអាចទៅរួចនោះទេទូប្រុសរបស់យើងចាប់នៅក្បាលរបស់លោកម្ចាស់ឈិនជាប់មុនលោកស្លាប់ខ្ញុំនឹងប្រាប់អាកំបាំងមួយទៀតខ្ញុំមិនមែនត្រឹមតែមានកម្រិតធម៌ពលក្បាច់គុណនោះទេថែមទាំងបានវឹកហាត់នៅវិជ្ជាព្យាបាលយ៉ាងពិសេសទៀតផងមនុស្សមាននៅកម្រិតធម៌ពលធម្មតាមិនអាចមើលដឹងនោះឡើយទោះបីជាមានអ្នកខ្លាំងពូកែនៅពីខាងក្រោយរបស់ឯងក៏ដោយខ្ញុំយីឈិនប្រាប់តែមួយ
ស្លៀននឹងអាចចាត់ការគេបានមិនខានលន់លុយសូតាឆ្វិចអូយលោកម្ចាស់ឈិនក៏ត្រូវបានស្លាប់តែម្ដងកាត់មកលើកំពូលភ្នំវូយីយើងក៏បានឃើញព្រឹត្តិការណ៍ម្នាក់អណ្ដាតនៅលើលំហកំពុងតែវឹកហាត់ភ្លាមគាត់ក៏បានក្អកឈាមចេញពីមាត់តើវាជាស្អីទៅឈិនស៊ឹងគូនិងអាហ្វឹងបានត្រូវស្លាប់ហើយតើគឺជាអ្វីដែររបស់នាងណាឈិនសម្រាប់សមាជិកត្រកូលឈិននៃក្រុងជាងឆឹងរបស់ខ្ញុំផងខ្ញុំឈិនយុនលីសូមស្បត់នឹងមេឃដីនិងស្វែងរកអាចោចង្រៃយកនោះដោយខ្លួនឯងផ្ទាល់បន្ទាប់មកខ្ញុំនឹងកាត់វាជាបំណែកដុតវាឲ្យคล้ายទៅជាផេះកាត់មកពេលព្រឹកដែលជាឈិនបានភ្ញាក់ឡើងកំពុងតែវឹកហាត់នៅធម្មពលរបស់គេឡើងមកអណ្ដាតខ្លួននៅលើក្រែចំហាយធម្មពលមួយនេះគឺនៅស្ទើរបន្តិចពេលមិនអាចប្រៀបធៀបនៅកន្លែងវឹកហាត់នៅលើភ្នំគុនលុនបាននោះទេដូច្នេះខ្ញុំត្រូវតែខំប្រឹងវឹកហាត់បន្តទៀតព្រោះតែមួយសប្តាហ៍ខាងមុខទៀតវាជាថ្ងៃគម្រប់ខួបមរណៈរបស់ឪពុកម្ដាយរបស់ខ្ញុំដល់ពេលនោះខ្ញុំនឹងទៅលើភ្នំធានដាងដើម្បីទៅគោរពសពរបស់គាត់កាលនោះនៅថ្ងៃគម្រប់ខួប11ឆ្នាំរបស់ខ្ញុំគាត់ក៏បានប្រកល់នៅត្បូងខ្មៅមួយដុំនេះដែលជារបស់គេដំណើរនៃគ្រូសាយីឲ្យមកខ្ញុំតាំងពីពេលនោះមកខ្ញុំមិនដែលឃើញអ្វីពិសេសពីវានោះទេភ្លាមនោះវាក៏បានលេចឡើងនៅអក្សរពីរពាក្យត្រូវការឈាមមួយរំណក់ដើម្បីសម្គាល់ជាម្ចាស់វាទូប្រុសរបស់យើងក៏បានធ្វើតាមមិនតក់នៅឈាមរបស់គេស្រាប់តែត្បូងខ្មៅមួយក្រុមនោះក៏មានសកម្មភាពស្រូបយកចំហាយធម្មពលរបស់ទូប្រុសចេញមកធ្វើគេក៏បានអស់កម្លាំងបន្ទាប់មកក៏បានសន្លប់ធ្លាក់ចូលទៅក្នុងក្តីស្រមៃដឹងខ្លួនមកវិញនៅក្នុងកន្លែងបញ្ចុះសាកសមមួយកន្លែងងើបឡើងមកវិញក្បាលរបស់ខ្ញុំហេតុអ្វីបានជាឈឺម្ល៉េះឬមួយដោយសារតែត្បូងខ្មៅមួយនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគេដឹងថាទីកន្លែងនេះគឺជាកន្លែងបញ្ចុះសាកសមដែលជាច្រើនដែលបានជួបនៅក្បែរភ្នូទាំងអស់នោះក៏បានអណ្ដែតឡើងដោយមានវិញ្ញាណខ្មៅមួយក៏បានលេចចេញមកនេះគឺជាដំណាក់កាលចុងក្រោយនៃទឹកដីបុរាណឯហ៊ានឈានជើងចូលទីបញ្ចុះសពចាប់បដិសន្ធិឡើងវិញផងចិត្តរបស់ឯនៅពេលនេះគឺទន់ខ្សោយពេកហើយដូច្នេះបើមិនចង់ស្លាប់ប្រញាប់ចាក់ចេញទៅវិញភ្លាមទៅស្របពេលនោះគេក៏បានដឹងខ្លួនមកវិញដកដង្ហើមសឹងតែមិនដល់គ្នាត្បូងថ្មខ្មៅមួយនោះវាអាចជាអាវុធទេវមន្តពីបុរាណកថាបានដែរបើយោងតាមការស្ដាប់អត្ថន័យនិងសំឡេងរបស់វិញ្ញាណខ្មៅមួយនោះវាអាចទៅរួចដល់ដំណាកម្លាំងរបស់ខ្ញុំឈានទៅដល់កម្រិតជាលាកមួយវាអាចរុញឲ្យខ្ញុំចូលទៅក្នុងទីនោះម្ដងទៀតដើម្បីទប់ទល់ជាមួយនឹងវិញ្ញាណខ្មៅនឹងដែរជាច្រើននោះដោយសារតែទីកន្លែងនោះគឺជាទីបញ្ចុះសពនៃការចាប់បដិសន្ធិឡើងវិញនៃភ្នូដើម100វាអាចជាអ្នកខ្លាំងទាំង100កាលពីសម័យបុរាណដែលត្រូវបានគេបញ្ចុះសពនៅទីនោះដោយស៊ុនយីនាងក៏បានមកគោះទ្វារដាយីឈិនតើលោកភ្ញាក់ហើយឬនៅដល់ពេលញ៉ាំអាហារហើយដោយយីឈិនក៏បានស្រែកទៅពីខាងក្នុងខ្ញុំភ្ញាក់ហើយខ្ញុំនឹងប្រញាប់ទៅឥឡូវនេះកាត់មកតុអាហារដែលស៊ុនយីនាងបានរៀបចំរួចរាល់ទៅហើយមាននៅប៊ឺហ្គឺនំប៉័ងទឹកដោះគោដែលជាអាហារអេដមីនចូលចិត្តដែរស៊ុនយីនាងពិតជាល្អចំពោះខ្ញុំខ្លាំងណាស់ដូច្នេះខ្ញុំមិនចាក់ចេញទៅណានោះទេខ្ញុំនឹងបង្ករាងកាយរបស់ខ្ញុំទៅឲ្យនាងស្ម័គ្រចិត្តបម្រើលាងចានចម្អិនអាហារនិងផ្ដល់ភាពកក់ក្ដៅទៅឲ្យនាងស៊ុនយីនាងក៏បានតបទៅវិញផ្ដល់ភាពកក់ក្ដៅកុំចង់បោកខ្ញុំឲ្យសោះមិនចាំបាច់ធ្វើដល់ថ្នាក់នឹងសម្រាប់ខ្ញុំនោះទេព្រោះថានៅក្នុងរដូវរងាបន្ទប់របស់ខ្ញុំមានម៉ាស៊ីនកម្ដៅហើយប៉ុន្តែប្រសិនបើលោកចង់ស្នាក់នៅទីនេះមែនគឺជារឿងងាយជាដំបូងត្រូវបង់ថ្លៃឈ្នួលបន្ទប់ប្រចាំខែទី2ធ្វើកិច្ចការផ្ទះទូប្រុសរបស់យើងពេលនេះបែកញើសថ្ងៃហើយបង់ថ្លៃបន្ទប់ប្រចាំខែខ្ញុំឥឡូវនេះគ្មានលុយនោះទេធ្វើឲ្យស៊ុនយីក៏បានលន់មាត់គ្មានលុយមនុស្សប្រុសគ្មានលុយអាចទៅរួចយ៉ាងម៉េចគឺអាចទៅរួចទូប្រុសដូចជាអេដមីនអញ្ចឹងដាច់លុយតែម្ដងបន្ទាប់មកនាងក៏បានគិតក្នុងចិត្តឬមួយគេចង់ឲ្យខ្ញុំមើលថែចំណែកទូប្រុសយើងពេលនោះទេនៅក្រដាស់ជូនមុតមកមិនដឹងជាសរសេរអ្វីនោះទេឡើងញាប់ស្អេកនឹងហើយទូប្រុសរបស់យើងគ្មានលុយប៉ុន្តែមានវិជ្ជាយកទៅនេះគឺជារូបមន្តសម្រាប់ថ្នាំក្របជួយឲ្យសម្រស់កាន់តែក្មេងវាងវៃទោះបីជាមើលទៅដូចជាធម្មតាក៏ដោយប៉ុន្តែវាគ្រប់គ្រាន់ធ្វើឲ្យក្រុមហ៊ុនរបស់នាងព្រមចុះបញ្ជីទទួលយកវាប៉ុណ្ណឹងវាអាចជំនួសថ្លៃជួលបន្ទប់ប្រចាំខែដែរទេស៊ុនយីបន្ទាប់ពីទទួលយកហើយក៏បានសួរទៀតតើរូបមន្តមួយនេះវាអាចទៅរួចដែរទេក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់ខ្ញុំព្រមទទួលយកទូប្រុសរបស់យើងក៏បានបន្តនិយាយប្រាប់វាអាចទៅរួចព្រោះថាក្រុមហ៊ុនហួមេគ្រប់របស់នាងមិនមែនជាហាងកែសម្ផស្សនោះទេវាជាក្រុមហ៊ុនលក់គ្រប់ថ្នាំអាហារបំពន់ជួយឲ្យសម្រស់កាន់តែក្មេងវាងវៃប្រសិនបើទទួលបានរូបមន្តមួយនេះទៅវាបានបង្ហាញពីផ្នែកបច្ចេកទេសរួមជាមួយនឹងឱសថបុរាណធ្វើឲ្យមានមនុស្សកាន់តែចាប់អារម្មណ៍ឧបមាថាតម្លៃគឺ10លានភ្លាមនោះទូរស័ព្ទរបស់ស៊ុនយីក៏បានរោឡើងដែលជាសៀវរុស៊ីបានខលមក Hello មានការប្រជុំក្រុមអេមែនទេល្អខ្ញុំនឹងប្រញាប់ទៅឥឡូវនេះបន្ទាប់មកនាងក៏បានផ្ដាំយីឈិនខ្ញុំមានកិច្ចការប្រញាប់ដែលត្រូវធ្វើគ្មានពេលវេលានៅស្ដាប់លោកអ៊ូទីតនោះទេប្រសិនបើលោកមានពេលស្វែងរកការងារល្អធ្វើទៅកុំឲ្យទំនេរពេកមានគំនិតគិតរឿងបែបនេះឡើងមកបន្ទាប់មកទូប្រុសរបស់យើងក៏បានចេញមកខាងក្រៅគិតក្នុងចិត្តខ្ញុំឮថាថ្នាំឱសថបុរាណមិនពេញនិយមនៅក្នុងទីក្រុងនេះនោះទេដល់ពេលខ្ញុំបានមកផ្ទាល់វាគឺជាការពិតដោយពេលនេះទូប្រុសរបស់យើងកាន់នៅមេក្រូមួយប្រកាសលក់ថ្នាំសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្នាំអច្ឆរិយៈព្យាបាលសន្លាក់ឆ្អឹងឲ្យជាសះស្បើយក្នុងរយៈពេលខ្លីមិនថាជំងឺថប់ដង្ហើមពិបាកដកដង្ហើមអ្វីនោះទេថ្នាំរបស់ខ្ញុំអាចព្យាបាលទាំងអស់នៅក្នុងថ្ងៃនេះម៉ោងនេះខ្ញុំនឹងបញ្ចុះតម្លៃ 20% តម្លៃចាប់ផ្ដើមពី10យេនប្រសិនបើថ្នាំរបស់ខ្ញុំព្យាបាលមិនជាខ្ញុំមិនយកលុយនោះឡើយដោយមនុស្សមួយក្រុមក៏បានខ្សឹបខ្សៀវគ្នាចាប់ផ្ដើមពី10យេនតើមន្ទីរពេទ្យផ្លូវចិត្តណាហេតុអ្វីបានជាដោះលែងមនុស្សឈួតឲ្យចេញមកបែបនេះឬមួយក៏គេគឺជាជនបោកប្រាស់ដូច្នេះពួកយើងត្រូវតែប្រញាប់ហៅប៉ូលីសមកទីនេះភ្លាមដោយពេលនោះក៏មានក្មេងស្រីម្នាក់ក៏បានចូលមកជាផ្លូវឲ្យខ្ញុំមិនថាលោកជាអ្នកបោកប្រាស់ឬអ្វីនោះទេសូមទៅជាមួយនឹងខ្ញុំសាច់រឿងក៏បានកាត់មកក្នុងភូមិមួយគ្រឹះមួយដែលក្មេងស្រីម្នាក់បាននាំទូប្រុសរបស់យើងមកដល់នេះ
នេះគឺជាផ្ទះរបស់ខ្ញុំយាយឈិនក៏មកភ្ញាក់ផ្អើលបន្តិចអូពិតជាធំមែនបើអញ្ចឹងតើនេះជំងឺណែណាក្មេងស្រីម្នាក់នោះក៏បានបដូរទឹកមុខនេះជំងឺម្នាក់នោះគឺជាឪពុករបស់ខ្ញុំគាត់ត្រូវបានវិជ្ជាបណ្ឌិតវិនិច្ឆ័យថាមានជំងឺមហារីកក្រពះកម្រិតធ្ងន់ធ្ងរដែលមិនអាចព្យាបាលបាននោះទេទោះបីជាគ្រួសាររបស់ខ្ញុំព្យាយាមយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យល្អៗបំផុតក៏នៅតែមិនអាចព្យាបាលគាត់បានថែមទាំងជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរម្ដងបន្តិចំណែកឯខ្ញុំក៏បានទៅជួបគ្រូពេទ្យល្បីៗជាច្រើនសូមឲ្យពួកគាត់មកព្យាបាលលោកប៉ារបស់ខ្ញុំដល់ផ្ទះប៉ុន្តែវាគ្មានប្រយោជន៍ទាល់តែសោះខ្ញុំពិតជាមិនមានជំរឿផ្សេងទៀតនោះទេឥឡូវនេះហើយពេលនេះខ្ញុំក៏មិនដឹងថាលោកគឺជាគ្រូពេទ្យពិតប្រាកដនោះទេឬមួយក៏ជាអ្នកបោកប្រាស់ក៏ដោយដរាបណានៅមានសង្ឃឹមខ្ញុំនៅតែខំព្យាយាមបន្ទាប់ពីស្ដាប់ឮបែបនោះទូប្រុសរបស់យើងកម្លាំងពេញបឹបតែម្ដងប្រញាប់នាំខ្ញុំទៅជួបលោកប៉ារបស់នាងភ្លាមទៅគ្នាចូលមកទស្សនារឿងព្រះអសរនៃទីក្រុងដែលជាភាគទី7បន្ទាប់ពីអ៊ំស្រីម្នាក់បានបើកទ្វារមកនាងត្រឡប់មកវិញហើយមែនទេថែមទាំងនាំបរិសម្នាក់មកជាមួយទៀតផងតើគាត់គឺជានរណាទៅក្មេងស្រីម្នាក់ដែលមានឈ្មោះថាជានេះក៏បានណែនាំទូប្រុសរបស់យើងទៅឲ្យអ៊ំស្រីនោះបានដឹងនេះគឺជាលោកគ្រូពេទ្យថ្មីដែលខ្ញុំទើបតែរកបានសម្រាប់យកមកព្យាបាលប៉ារបស់ខ្ញុំសូមអ៊ំស្រីកុំបារម្ភអីបន្ទាប់ពីនាងនាំទូប្រុសរបស់យើងចូលមកដល់ក្នុងបន្ទប់ដែលលោកប៉ារបស់នាងកំពុងតែដេកស្រុកស្រឿងនៅលើគ្រែលោកប៉ារបស់ខ្ញុំក៏មានឈ្មោះថាសេងហៃហួរកាលពីម្សិលមិញដុកទ័រស៊ូដែលខ្ញុំបានអញ្ជើញគាត់មកពីទីក្រុងប៉េកាំងបន្ទាប់ពីគាត់ពិនិត្យមើលហើយបាននិយាយប្រាប់ខ្ញុំថាលោកប៉ាមានជីវិតតែមួយថ្ងៃតែប៉ុណ្ណោះដើម្បីរស់ក្នុងពិភពលោកមួយនេះយីឈិនបន្ទាប់ពីសម្លឹងមើលទៅលោកម្ចាស់សេងហៃហួរធ្វើគេក៏បានលន់មាត់ឡើងអាការៈរបស់គាត់មិនសូវស្រួលនោះទេនៅសល់ត្រឹមតែមួយជំហានទៀតនឹងឈានទៅដល់ទ្វារនរកហើយព្រោះតែថ្នាំពេទ្យក៏មិនអាចជួយសង្គ្រោះជីវិតគាត់បានដែរសេចក្តីស្លាប់កំពុងតែរងចាំគាត់សូម្បីតែថ្នាំអមតៈក៏មិនអាចជួយសង្គ្រោះបានផងជាបន្ទាប់ពីយំរួចហើយក៏បាននិយាយទៅប្រាប់ទូប្រុសរបស់យើងទៀតប៉ានិងម៉ាក់របស់ខ្ញុំមានទំនាក់ទំនងល្អខ្លាំងណាស់ប្រសិនបើជាលោកប៉ាស្លាប់ម៉ាក់របស់ខ្ញុំគាត់ប្រកាសជាទៅតាមជាមិនខានលោកគ្រូពេទ្យជីវិតរបស់ប៉ាម៉ាក់ខ្ញុំសូមផ្សាយលើលោកហើយដោយពេលនោះម៉ាក់របស់នាងក៏បានមកដល់ជាលោកដុកទ័រស៊ូបាននិយាយប្រាប់ម៉ាក់ថាលោកប៉ារបស់កូននឹងមិនអាចរស់នៅជួបជុំជាមួយនឹងពួកយើងទៀតបាននោះទេតើវាគឺជាការពិតមែនទេនិយាយផងយំផងរហេមរហាមពេញនឹងបើលោកប៉ារបស់កូនចាក់ចេញទៅតើឲ្យម៉ាក់រស់នៅដោយរបៀបណាបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើនាងក៏បានខឹងទៅដុកទ័រម្នាក់នោះយ៉ាងខ្លាំងក្រែងលោកបានសន្យាជាមួយនឹងខ្ញុំហើយថាមិននិយាយរឿងនេះប្រាប់ម៉ាក់របស់ខ្ញុំនោះទេដោយពេលនោះប៉ាក្បាលលឺម្នាក់ទៀតក៏បានមកដល់ជាមើលទៅបងដូចជាខ្វល់ខ្វាយច្រើនពេកហើយគាត់ចាស់ឈឺស្លាប់គឺជារឿងធម្មតាតើបងឯងនិយាយកុហកអ្នកម៉ាក់ដោយរបៀបណាពេលនេះបងបានកក់ពិធីបុណ្យសពរួចហើយបងសន្យាថានឹងធ្វើពិធីបុណ្យសពរបស់លោកប៉ាឲ្យធម្មទឹកអធមជានាងខឹងយ៉ាងខ្លាំងបងប្រុសហេតុអ្វីធ្វើរឿងនេះដោយរបៀបណាបងក៏ដឹងថាម៉ាក់មិនសូវមានសុខភាពល្អនោះទេដោយបងប្រុសរបស់នាងក៏បានបន្តនិយាយនេះម៉ាក់គិតពីវិជ្ជមានទៅនៅពេលដែលខ្ញុំកាន់កាប់ទ្រព្យសម្បត្តិនឹងផ្ទះមួយនេះខ្ញុំនឹងមើលថែម៉ាក់ហើយនឹងមេងជាឲ្យបានល្អបំផុតបន្ទាប់ពីស្ដាប់ឮបែបនោះម៉ាក់របស់ពួកគេយំមិនឈប់នោះទេម៉ាក់មិនអាចរស់នៅដោយគ្មានលោកប៉ារបស់កូននោះឡើយរងចាំរហូតដល់ប៉ារបស់កូនចាក់ចេញម៉ាក់នឹងទៅជាមួយនឹងគាត់ដែរទូប្រុសរបស់យើងបន្ទាប់ពីស្ដាប់ឮនឹងឃើញហេតុការណ៍ទាំងអស់បន្ទាប់មកក៏បានគេក្នុងចិត្តក្មេងម្នាក់នេះពិតជារមើលកូនពេកហើយគេមានគំនិតចង់ទទួលបានទ្រព្យសម្បត្តិទាំងអស់ដោយមេងជានាងក៏បាននិយាយឡើងសេងមេងឡុងបងគឺជាសត្វដេរឆានមិនខ្វល់ថាលោកប៉ាស្លាប់ឬក៏រស់នោះទេថែមទាំងមិនខ្វល់ជាមួយនឹងម៉ាក់ទៀតផងធ្វើអាប៉ែមេងឡុងខឹងយ៉ាងខ្លាំងប្អូនស្រីចង្រៃហ៊ានជេរយើងផងនាងចង់ស្លាប់ហើយដោយមេងជាក៏បានជេរបន្តទៀតខ្ញុំជេរនេះគ្រាន់តែចង់ដាស់តឿនបងតែប៉ុណ្ណោះធ្វើបងប្រុសរបស់នាងខឹងរឹតតែខ្លាំងឡើងប្អូនចង្រៃយើងនឹងចាប់ហែកមាត់របស់ឯងយាដៃពីមួយទំហឹងបំរុងនឹងវានាងទៅហើយប៉ុន្តែត្រូវស៊ីកំដាប់ដៃរបស់ទូប្រុសយើងលាន់សោះតែផាំងអូយស្រែកដូចជាឆ្កែត្រូវបានគេវាយយីឈិនក៏បាននិយាយប្រាប់មនុស្សមិនទាន់ស្លាប់នោះទេហើយអ្វីបានជាឯងប្រញាប់អ្វីម្លេះធ្វើនេះរកគ្នាក៏បានព្យាបាលជាមួយនឹងសម្ដីរបស់ទូប្រុសដុកទ័រស៊ូក៏បានសួរអាឡែដៃជាអ្នកណាហ៊ានវានេះស្នងត្រកូលគ្រូសាសេងផងយីឈិនក៏បានតបទៅវិញលោកម្ចាស់ហៃហួរមិនទាន់ស្លាប់នោះទេហើយអ្វីបានជាលោកប្រញាប់ហៅកូនរបស់គាត់ជាអ្នកស្នងតំណែងបែបនេះបានហើយផ្ដល់ឲ្យខ្ញុំ10លានមកខ្ញុំនឹងព្យាបាលលោកម្ចាស់សេងហៃហួរឲ្យបានជាសះស្បើយធ្វើឲ្យម៉ាក់របស់មីងជីគាត់ក៏មានសង្ឃឹមកូនស្រីតារកឃើញមនុស្សម្នាក់នេះនៅឯណាតើគាត់ពិតជាអាចព្យាបាលប៉ារបស់កូនបានមែនទេនាងក៏បានតបជាងជឿជាក់ច្បាស់ណាស់ប៉ុន្តែប៉ែមីងឡុងគេក៏បានអស់សំណើចនាងគិតថាសម្រាប់ម្នាក់នេះជាគ្រូពេទ្យទេវតាមែនទេដែលអាចព្យាបាលលោកប៉ាឲ្យបានជាប្រសិនបើលោកប៉ារបស់ខ្ញុំត្រូវស្លាប់ដោយសារស្នាដៃរបស់ឯងខ្ញុំនឹងមកបង្កាច់ឲ្យចូលទៅក្នុងរឿងនេះបន្ទាប់មកបញ្ចូលឯងចូលគុកដោយពេលនោះមីងជានាងក៏បានស្រែកស្ដីឲ្យបិទមុតសម័យតែអាក្បាលជ្រូកដោយទូប្រុសរបស់យើងក៏បានឲ្យអ្នករកគ្នាចេញទៅខាងក្រៅបន្ទាប់មកប្រើប្រាស់វិជ្ជាធម្មពលរបស់គេដែលជាវិជ្ជារបស់លោកគ្រូគេធ្លាប់បានបង្រៀនខ្ញុំនឹងជួយលោកឲ្យផុតពីសេចក្តីស្លាប់បច្ចេកទេសឋានសួគ៌ហើយនឹងផែនដីការបង្កើតក្បួនការរស់ឡើងវិញរបស់បិសាចបន្ទាប់មកយើងក៏បានឃើញផ្ទាំងមួយចំនួនកំពុងតែវិលប្រតិសិនឆ្វែងរាងកាយរបស់លោកម្ចាស់ហៃហួរទាញគាត់ឲ្យអណ្ដែតមកខាងលើនេះគឺជាមូលហេតុដែលគាត់ជប់គៀងដោយការស្លាប់ចលនារបស់គាត់ត្រូវបានកកស្ទះវាប្រកាសណាប្រសិនបើមានប្រញាប់ជួយវានឹងអាចត្រូវស្លាប់មិនខានប៉ុន្តែមានសរសៃមួយទៀតប្រសិនបើអាចភ្ជាប់បាននឹងអាចជួយសង្គ្រោះជីវិតរបស់លោកបានមិនខាននេះគឺជាបច្ចុប្បន្នយ៉ាងដោយទូប្រុសបន្ទាប់ពីធ្វើតាមអ្វីដែលគេបាននិយាយរួចហើយប្រើប្រាស់នូវចំហាយធម្មពលទះចូលពេញមួយទំហឹងបន្ទាប់មកក៏បានបោះគាត់ទៅលើគ្រែវិញការស្លាប់គឺងាយស្រួលប៉ុន្តែការជួយសង្គ្រោះវាពិបាកខ្លាំងណាស់ដូច្នេះការជួយ
ជួយសង្គ្រោះម្ដងនេះខ្ញុំត្រូវតែឲ្យពួកអភិជនដូចជាពួកគេចំណាយប្រាក់ជាច្រើនមកដល់ខ្ញុំឲ្យសមតម្លៃដែលខ្ញុំព្យាយាមខំហ្វឹកហាត់ដោយពេលនោះទូប្ររបស់យើងក៏បានបោកទ្វារចេញមកខាងក្រៅវិញសមាជិកគ្រួសារគេទាំងអស់ក៏បានរងចាំនៅខាងក្រៅបន្តិចទៀតគាត់នឹងអាចភ្ញាក់ឡើងវិញហើយដូច្នេះប្រកូលលុយមកឲ្យខ្ញុំមកធ្វើឲ្យម៉ាក់កូនទាំងពីរក៏បានសប្បាយចិត្តតែជាការពិតមែនទេទូប្ររបស់យើងក៏បាននិយាយប្រាប់ចូលទៅមើលដោយខ្លួនឯងទៅប៉ុន្តែត្រូវផ្ដល់លុយឲ្យខ្ញុំជាមុនសិនដោយនេះស្រីៗពេលនេះសប្បាយចិត្តយ៉ាងខ្លាំងបានហើយខ្ញុំសូមអរគុណលោកគ្រូពេទ្យផងលុយគឺនៅក្នុងវីសាកាតមួយនេះលេខសម្ងាត់510ភ្លាមនោះមីឡុងក៏ប្រញាប់មកដល់កាតវីសាពីដៃរបស់ម៉ាក់គេម៉ាក់ឆាប់ភ្ញាក់ឡើងមកវិញភ្លាមលោកប៉ាគឺស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជំងឺមហារីកកម្រិតធ្ងន់ធ្ងរតាសម្រាប់មេនេះឯព្យាបាលជាដល់របៀបណាអាឡឺតលុយ10លាននេះឯមិនងាយទទួលយកបានដោយងាយនោះទេយ៉ាងហើយណាក៏ឲ្យខ្ញុំបានឃើញលទ្ធផលសិនដែរបើមិនដូច្នោះទេភ្លាមនោះទូប្ររបស់យើងក៏បានចាប់ដៃជាប់តែឯងកំពុងតែចង់ធ្វើអ្វីខ្ញុំបត់ដៃលុយសុទ្ធតែក្រែកលុតជង្គង់ចុះអូយលេងដៃរបស់ខ្ញុំទៅខ្ញុំឈឺខ្លាំងណាស់នេះគឺជាថ្លៃព្យាបាលដែលខ្ញុំសូមនឹងទទួលបានចំណែកប៉ារបស់លោកបន្តិចទៀតគាត់នឹងខ្លួនមកវិញហើយខ្ញុំនឹងយកលុយនេះទុកជាមុនសិនបន្ទាប់មកឲ្យលោកប៉ារបស់លោកទៅរកខ្ញុំក្នុងរយៈពេល3ថ្ងៃព្រោះថាមានតែថ្នាំរបស់ខ្ញុំនោះទេដែលព្យាបាលក៏ដូចជាសះស្បើយដុកទ័រស៊ូគេក៏ប្រញាប់មកស៊ូមីឡុងតើមានឈឺខ្លាំងដែរឬទេសំឡងទៅក៏បានធ្វើឲ្យនេះរកគ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលោកប៉ាប្តីសម្លាញ់ដឹងខ្លួនមកវិញហើយចំណែកមីឡុងពេលនេះគឺភ័យខ្លាចយ៉ាងខ្លាំងលោកប៉ាពិតជាដឹងខ្លួនមកវិញមែនតើឥឡូវនេះនោះជានរណាអពិតប្រាកដទៅសូម្បីតែជំងឺមហារីកកម្រិតធ្ងន់ក៏គេអាចព្យាបាលបានដែរលោកម្ចាស់សេងហៃហួរគាត់ក៏បាននិយាយឡើងតើលោកគ្រូពេទ្យទេវតាទៅណាហើយប្រពន្ធរបស់គាត់ក៏ប្រញាប់ស៊ូប្តីសម្លាញ់តើមានអារម្មណ៍យ៉ាងណាដែរដោយលោកម្ចាស់សេងហៃហួរគាត់ក៏បាននិយាយទៅអរគុណគុណស្រីរបស់គាត់ដែលបានអញ្ជើញគ្រូពេទ្យទេវតាមកព្យាបាលគាត់ឲ្យបានជាសះស្បើយពេលនេះពុកបានប្រសើរឡើងហើយបន្ទាប់មកក៏បាននិយាយទៅកាន់កូនប្រុសរបស់គាត់មីឡុងហើយបានបង្ករឿងជាច្រើនពេលថ្មីនេះលោកប៉ាខ្ញុំធ្វើនេះគឺដោយសារតែគ្រួសាររបស់យើងតែប៉ុណ្ណោះពេលនេះលោកម្ចាស់សេងហៃហួរគាត់ទ្រាំលេងបានទៀតហើយឯងកុំគិតថាខ្ញុំមិនដឹងរឿងអីសោះថាឯងបានធ្វើរឿងអាក្រក់អ្វីខ្លះនៅពេលដែលយើងឈឺចាប់ពីថ្ងៃនេះទៅកុំគិតថានឹងអាចយកបានមួយកាក់មួយសេនពីយើងឲ្យសោះដោយមីឡុងគេក៏ប្រញាប់និយាយដោះសារប៉ាកុំធ្វើបែបនេះអីប៉ុន្តែលោកប៉ារបស់គេមិនខ្វល់នោះទេពេលនេះបែកផ្សែងតែម្ដងមនុស្សគ្មានបេះដូងដូចជាឯងចាប់ពីពេលនេះតទៅយើងនឹងដេញឯងចេញពីគ្រួសារសេងព្រះឱសថនៃទីក្រុងដែលជាពាក្យទី8កាត់មកក្នុងបន្ទប់ប្រជុំនៃក្រុមហ៊ុន Hame Group ដែលពួកក្រុមបកលឹកទាំងអស់ក៏បានចូលមកដល់ពួកគេទាំងអស់ក៏បានជជែកគ្នាអំពីបញ្ហាក្រុមហ៊ុនពេលនេះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនយើងត្រូវបានធ្លាក់ចុះធ្វើឲ្យពួកយើងប្រឈមមុខនឹងបញ្ហាអត់មានការងារធ្វើនៅថ្ងៃខាងមុខដោយអបិមិនេទៀតក៏បានលើកឡើងកាលពីថ្ងៃមុនខ្ញុំបានមើលការផ្សាយផ្ទាល់អំពីសេរ៉ូមថែរក្សាសម្រស់ប្រសិទ្ធភាពគឺអស្ចារ្យខ្លាំងណាស់ដោយអ្នកស្រីម្នាក់ទៀតក៏បាននិយាយដែរប្រសិនបើក្រុមហ៊ុនរបស់យើងមិនចេញផលិតផលថ្មីមិនយូរមិនឆាប់វានឹងត្រូវដួលរលំជាមិនខានស៊ុនយីបន្ទាប់ពីស្ដាប់នេះរកគ្នាជជែកគ្នាធ្វើឲ្យនាងក៏បានដកដង្ហើមធំតើខ្ញុំអាចធ្វើអ្វីបានទៅភ្លាមនោះហាក់បីដូចជានាងមានអារម្មណ៍មិនសូវស្រួលហើយអ្វីបានជាខ្ញុំរមួលដំទ្រូងអញ្ចឹងលោកដៃចូលទៅចាប់ទាញចេញមកនេះគឺជារូបមន្តដែលយាយឈិនបានសរសេរឲ្យខ្ញុំតើគេបានយកដាក់តាំងពីពេលណាវាមិនដែរទេនាងទាំងអស់គ្នាយករបស់ដាក់ក្នុងទ្រូងប៉ុណ្ណឹងហើយមិនដឹងខ្លួនទៀតសាំហ្មងដោយនាងក៏បានបន្តគេទៀតមិនចាំបាច់ខ្វល់ថាគេដាក់តាំងពីពេលណានោះទេព្រោះថាយាយឈិនធ្លាប់បាននិយាយថារូបមន្តមួយនេះអាចមានតម្លៃ10លានដោយពេលនោះក៏មានកញ្ញាវ៉ែនតាម្នាក់បានទាញយកកដារូបមន្តចេញពីដៃរបស់ស៊ុនយីឲ្យខ្ញុំមើលបន្តិចមើលថានៅក្នុងក្រដាសជូតមាត់នេះគឺជាអ្វីបានជានាងលាក់បាំងយ៉ាងនឹងបន្ទាប់មកកញ្ញាវ៉ែនតាម្នាក់ដែលមានឈ្មោះថាស៊ូណានាងក៏បានអានឡើងរូបមន្តថ្នាំគ្រាប់ប្រឆាំងភាពចាស់ដោយស៊ុនយីនាងក៏ប្រញាប់ដណ្ដើមមកវិញស៊ូណានាងក៏បានបន្តនិយាយមើលងាយរូបមន្តមួយនេះពិតជាលយមែនតើនាងបានបោកប្រាស់យករូបមន្តនេះមកពីណាថែមទាំងមើលទៅនាងហាក់បីដូចជាហួងហែងទុកវាដូចជាកំណប់អញ្ចឹងឬមួយក៏នាងលាក់បងទៅដេកជាមួយនរណាម្នាក់ដើម្បីយករូបមន្តមួយនេះចូលមកក្នុងការប្រជុំដោយស៊ុនយីនាងក៏បានស្រែកឲ្យវិញស៊ូណានាងកុំគិតថាមនុស្សស្រីគ្រប់គ្នាថោកទាបដូចជានាងដែលយកខ្លួនទៅដោះដូរជាមួយនឹងលុយឆាប់ប្រគល់វាមកឲ្យខ្ញុំវិញដោយស៊ូណានាងមានព្រមនោះទេរបស់សម្រាប់បែបនេះខ្ញុំជួយបោះចោលឲ្យនាងទៅចុះបន្ទាប់មកក៏បានចាប់ហែករូបមន្តមួយនោះខ្ទេចធ្វើឲ្យស៊ីខឹងយ៉ាងខ្លាំងទ្រាំលេងបានទោះបីវាត្រឹមជាក្រដាសជូតមាត់ក៏ដោយប៉ុន្តែវាគឺជារបស់ខ្ញុំនាងគ្មានសិទ្ធិបំផ្លាញវាចោលនោះទេស៊ូណាមួយកំភ្លៀងលុយសុទ្ធតែផាច់ស៊ុនយីតែនាងឈួតហើយមែនទេដែលហ៊ានវាខ្ញុំបែបនេះបន្តវាគ្នារញ៉ៃពេញទៅនឹងធ្វើឲ្យនាងរកគ្នានៅទីនោះមិនសូវភ្ញាក់ផ្អើលនោះទេដោយសារតែនាងទាំងពីរចាប់ផ្ដើមវាគ្នាម្ដងទៀតហើយវាមានន័យថាគឺជាទម្លាប់របស់ពូនាងដោយពូនាងទាំងពីរនៅតែបន្តវាគ្នាគ្មាននរណាខាត់នោះឡើយស៊ុនយីនាងហ៊ានវាខ្ញុំផងវាគ្រាន់តែជាក្រដាសជូតមួយតែប៉ុណ្ណោះហើយអ្វីបានជានាងហ៊ានធ្វើដល់ថ្នាក់នឹងចាំមើលខ្ញុំនឹងហែកមុខរបស់នាងម្ដងវាមកស៊ូណានខ្ញុំមិនខ្លាចនាងនោះឡើយដោយពេលនោះក៏មានបរិម្នាក់ក៏បានខាត់បានហើយនេះទាំងពីរនេះគឺជាបន្ទប់ប្រជុំភ្លាមនោះទ្វារមួយក៏បានបើកស្រីសាម្នាក់ក៏បាននិយាយឡើងស៊ុនយីស៊ូណាននេះទាំងពីរពិតជាគ្មានសិលធម៌មែនធ្វើឲ្យពួកនាងក៏បានមកឈប់វាគ្នាភ្ញាក់ផ្អើលឡើងនេះនាងសៀវនឹងហើយអ្នកទាំងអស់គ្នានាងម្នាក់នេះគឺជាសៀវរូស៊ីប្រធានក្រុមហ៊ុន Hame Group នាងគឺជាមនុស្សស្រីម្នាក់ដែលទូប្រុសរបស់យើងចូលមករកការពិភាក្សាមួយបន្ទាប់មកការប្រជុំក៏បានចាប់ផ្ដើមនេះនាងសៀវរូស៊ីក៏បាននិយាយខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏បានដឹងហើយថាកិច្ចប្រជុំនៅក្នុងថ្ងៃនេះនិយាយអំពីអ្វីឥឡូវនេះក្រុមហ៊ុនផ្សេងទៀតបានផលិតសេរ៉ូមថែរក្សាសម្រស់មានគុណភាពខ្ពស់ធ្វើឲ្យអាហារបំពន់សម្រស់របស់ពួក
យើងពេលនេះត្រូវបានធ្លាក់ចុះទាស់តកមុនដៃផាំង3ឆ្នាំមកនេះក្រុមហ៊ុនរបស់យើងគ្មានការប្រសើរឡើងសម្រាប់ផលិតផលសម្រស់ស្រស់ស្អាតនោះទេតើពួកនេះលោកនេះពិតជាមានបំណងចង់ឲ្យក្រុមហ៊ុនមួយនេះរលាយមានអត់អាប៉ែម្នាក់ពាក់វ៉ែនតាក្បាលដោយផ្សិតក៏បាននិយាយនៅនាងសៀវវាមិនមែនថាពួកយើងមិនខំប្រឹងប្រែងនោះទេក្រុមហ៊ុនកែសម្ផស្សបានប្រកួតប្រជែងយ៉ាងខ្លាំងពេកហើយដោយពួកយើងព្យាយាមសិក្សាពីរូបមន្តផ្សេងៗទាំងអស់នៅតែមិនអាចស្វែងរកឃើញជំរឿនដែលល្អជាងនេះនោះទេចំណែករូបមន្តល្អផ្សេងៗទៀតត្រូវបានក្រុមហ៊ុនល្បីៗជាច្រើនចំណាយលុយដ៏មហាសាលដើម្បីទិញយកវាប៉ុន្តែពីសម័យបុរាណរហូតដល់បច្ចុប្បន្នរូបមន្តថែសម្រស់មានតិចតួចខ្លាំងណាស់ទោះបីជាពួកយើងខំព្យាយាមស្វែងរកក្នុងសៀវភៅបុរាណក៏ដោយនៅតែរករូបមន្តដែលល្អមិនឃើញដោយនាងសៀវក៏បានបញ្ជាក់ជាការពិតណាស់ខ្ញុំច្បាស់ជាដឹងថារូបមន្តសម្រស់គឺកម្រខ្លាំងណាស់បន្ទាប់មកនាងក៏បានគិតក្នុងចិត្តខ្ញុំបានចំណាយពេលវេលាអស់រយៈពេល5ឆ្នាំនិងបានបង្កើតក្រុមហ៊ុនដ៏ធំមួយនៅក្នុងទីក្រុងជាងឆឹងព្រោះតែខ្ញុំចង់ឲ្យឪពុកម្ដាយរបស់ខ្ញុំលុបចោលនៅពិធីអាពាហ៍ពិពាហ៍របស់ខ្ញុំជាមួយនឹងបុរសដែលខ្ញុំមិនពេញចិត្តឬមួយក៏ដល់ពេលនេះខ្ញុំត្រូវបបង់ក្តីស្រមៃមួយនេះចោលហើយទៅរៀបការជាមួយនឹងមនុស្សម្នាក់នោះដោយស៊ូណាក៏បាននិយាយឡើងវាគ្រាន់តែជារូបមន្តថែសម្រស់តែប៉ុណ្ណោះហើយអ្វីបានជាធ្វើឲ្យអ្នកគ្រប់គ្នាមានការព្រួយបារម្ភបែបនេះព្រោះថានាយករងស៊ុនយីមានរូបមន្តច្រើនខ្លាំងណាស់នាងទើបតែយកមកបង្ហាញឲ្យមិញដែលមានឈ្មោះថាថ្នាំក្របប្រឆាំងភាពចាស់ធ្វើឲ្យប៉ែវ៉ែនតាក្បាលផ្សិតក៏បានភ្ញាក់ឡើងអ្វីទៅថ្នាំប្រឆាំងភាពចាស់នេះគឺជារូបមន្តដែលបានបាត់ពីសម័យបុរាណនាងសៀវប្រសិនបើនាយករងស៊ុនយីនាងពិតជាមានរូបមន្តនោះមែនក្រុមហ៊ុនរបស់យើងច្បាស់ជាប្រសើរឡើងជាមិនខានដោយសៀវរុស្ស៊ីក៏បាននិយាយឡើងស៊ុនយីតែនាងពិតជាមានរូបមន្តថ្នាំនោះមែនទេដោយស៊ុនយីក៏បានតបខ្ញុំក៏មិនប្រកាសដែរនៅឯឲ្យអ្វីទៀតប្រញាប់បញ្ចេញរូបមន្តនោះចេញមកភ្លាមមកសម្លឹងទៅខាងក្រោមរូបមន្តមួយនោះត្រូវស៊ូណានហើយកំទេចចោលហើយមែនហើយនាងសៀវរូបមន្តនេះមិនមែនជាការពិតនោះទេពួកយើងគូតែរកវិធីផ្សេងទៅដោយមនុស្សពីរនាក់ទៀតក៏បានរអួលឡើងរូបមន្តប្រឆាំងភាពចាស់មិនគូណាសរសេរលើក្រដាសជូតមាត់បែបនេះនោះទេប៉ុន្តែប៉ែវ៉ែនតាក្បាលផ្សិតក៏បានបញ្ជាក់រូបមន្តនេះគឺជារបស់ពិតដែលវាអាចកំណត់ជីវិតនៃការស្លាប់រស់របស់ក្រុមហ៊ុនយើងហើយអ្វីបានជានាងបំផ្លាញវាអញ្ចឹងស៊ូណានតើនាងមានបំណងអ្វីទៅនាងក៏បានស្រែកឡើងខ្ញុំមិនដឹងនោះទេគ្មានផ្លូវទៅរួចនោះឡើយតើមានអ្វីបញ្ជាក់ថាលោកនិយាយគឺជាការពិតប៉ែវ៉ែនតាក្បាលផ្សិតនៅតែបញ្ជាក់ទៀតវាជាការពិតណាស់ខ្ញុំបានដឹងវាគឺជារូបមន្តដំបូងបំផុតរបស់ក្រុមហ៊ុនយើងវាត្រូវបង្កើតឡើងនៅក្នុងមូលដ្ឋាននៃឱសថនេះប៉ុន្តែជាអកុសលដែលពួកយើងទទួលបានរូបមន្តនេះមិនពេញលេញដូច្នេះដល់ណាពួកយើងស្រាវនៅក្រដាសជូតមួយនេះឲ្យបានពេញលេញពួកយើងនឹងអាចសម្រេចនៅរបបកំហុសគុណភាពដែលល្អបំផុតដោយនាងសៀវក៏ប្រញាប់ឲ្យនេះរកគ្នាយកបំណែកទាំងអស់មករួមបញ្ចូលគ្នាទោះជាយ៉ាងណាក៏ដោយពួកយើងត្រូវតែស្ដារនៅរូបមន្តនេះឡើងមកវិញបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យស៊ូណានសឹងតែដាច់ផ្ងាយទៅហើយដូច្នេះរូបមន្តអេតចាយបែបនេះគឺជារបស់ពេទ្យលើលោកនេះពិតជាមានរឿងដ៏ចៃដន្យបែបនេះដោយនាងសៀវក៏បាននិយាយទៅកាន់ស៊ូណានដោយសារតែនាងនៅក្នុងក្រុមហ៊ុនមានសេរីភាពពេកដូច្នេះខ្ញុំគួរតែឲ្យអ្នកធ្វើអ្វីដែលមានប្រយោជន៍ខារបស់យើងបើកនៅហាងថ្មីមួយនាងគួរតែទៅទីនោះដើម្បីមើលការខុសត្រូវនៃទំនិញឬក៏អាចធ្វើជាអ្នកលក់នៅទីនោះក៏បានដើម្បីជាចំណែកជួយបន្ថែមដល់ក្រុមបុគ្គលិករបស់ពួកយើងកាត់មកខុនដូរបស់ស៊ូយីនៅពេលរាត្រីដែលនាងក៏បានចូលមកដល់ក្នុងបន្ទប់យីឈិនតើលោកនៅទីនេះដែរឬទេបន្ទាប់មកក៏បានគេក្នុងចិត្តខ្ញុំមិនដែលរំពឹងទុកថាគេនឹងផ្ដល់រូបមន្តដល់ពេលប្រកបមកដល់ខ្ញុំទេប៉ុន្តែពេលនេះតើគេទៅឯណាទៅឬមួយក៏គេមិនត្រឡប់មកវិញនឹងហើយក៏សូមអធិស្ឋានរាល់កុំមកឆ្គងដែលបាននិយាយឡើងពេលនេះក៏ត្រូវបានបញ្ចប់បាយនេះទាំងអស់គ្នាបន្ទាប់ពីស៊ុនយីមកដល់ក្នុងបន្ទប់ហើយក៏បានស្រែករកយីឈិនតើលោកនៅឯណាទៅឬមួយក៏លោកខឹងនឹងខ្ញុំហើយមិនត្រឡប់មកវិញបន្ទាប់មកគេក៏បានគេទៅដល់រូបមន្តដែរយីឈិនបានសរសេរឲ្យតើគាត់គឺជានរណាពេលប្រកាសទៅហើយអ្វីបានជាខ្ញុំធ្វើប្រហែលម្លេះទុកចិត្តឲ្យបរិសុទ្ធចម្លែកម្នាក់ចូលមករស់នៅក្នុងផ្ទះជាមួយខ្ញុំទោះបីជារូបមន្តមួយនោះដែលគាត់បានសរសេរឲ្យជាការពិតក៏ដោយប្រហែលជាយីឈិនជាមន្ត្រីលាក់មុខឲ្យមើលទៅចាំមើលនៅពេលដែលខ្ញុំរកអត្តសញ្ញាណរបស់គាត់ដឹងភ្លាមនោះដៃរបស់យីឈិនក៏បានចាប់សក់ក្បាលរបស់ស៊ុនយីធ្វើឲ្យនាងភ្ញាក់ផ្អើលសឹងត្រលួប្រលឹងទៅហើយស្រែកលាន់ពេញនឹងតើមានរឿងអ្វីមែនទេខ្ញុំបានឮសំឡេងរបស់នាងស្រែកហៅខ្ញុំបន្ទាប់ពីនាងដឹងថាគឺជាយីឈិនធ្វើឲ្យនាងក៏បានចិត្តត្រជាក់មកវិញលោកបានត្រឡប់មកវិញហើយហើយទូប្រុសក៏បានតបទៅវិញខ្ញុំមិនបានទៅណាឆ្ងាយនោះទេគ្រាន់តែចុះទៅខាងក្រោមមួយរយៈតែប៉ុណ្ណោះទើបតែត្រឡប់មកទើបបានឮសំឡេងរបស់នាងហៅខ្ញុំដោយនាងក៏បានបន្តស៊ូយីឈិនទាំងស្ទើរធ្វើឲ្យទូប្រុសរបស់យើងក៏បានសង្ស័យតើមានរឿងអ្វីចង់និយាយមែនទេនាងក៏បានបន្តនិយាយឲ្យខ្ញុំសុំទោសផងរូបមន្តថ្នាំដែលលោកបានផ្ដល់ឲ្យខ្ញុំត្រូវបានគេបំផ្លាញចោលហើយដោយយីឈិនគេមិនមានប្រតិកម្មអ្វីនោះទេក៏បានបន្តនិយាយទៀតនោះគ្រាន់តែជារូបមន្តថ្នាំគ្រាប់ធម្មតាដែលមានប្រសិទ្ធភាពមិនសូវគ្រប់គ្រាន់នោះទេចាំខ្ញុំសរសេររូបមន្តឲ្យនាងដែលមានគុណភាពល្អពី3ទៀតធ្វើឲ្យស៊ុនយីក៏ប្រញាប់និយាយឡើងចាប់ផ្ដើមនៅនេះភ្លាមទៅខ្ញុំណាយីឈិនក៏បានដើរស្ងាត់ថ្ងៃនេះខ្ញុំហត់នេះបន្តិចហើយខ្ញុំសូមចូលទៅសម្រាកដើម្បីគេយកកម្លាំងហើយនាងក៏គូទៅចូលទៅគេងដែរស៊ុនយីក៏ប្រញាប់រត់មកចាប់ដៃចាំមួយភ្លេតទៀតទៅខ្ញុំមានរឿងមួយទៀតចង់សួរលោកព្រោះតែខ្ញុំចាំបានថាជាលើកដំបូងដែលខ្ញុំបានជួបលោកនៅឯក្រុមហ៊ុនដែលលោកបាននិយាយថាចង់ជួបសៀវរុស្ស៊ីចៃដន្យអីនៅថ្ងៃនេះខ្ញុំបាននិយាយជាមួយនឹងនាងប្រាប់ថាមានមនុស្សម្នាក់មានរឿងសំខាន់ចង់និយាយជាមួយហើយនាងក៏បានយល់ព្រមចង់ជួបជាមួយនឹងលោកដែរបន្ទាប់ពីស្ដាប់ឮបែបនោះយីឈិនក៏បានតបទៅវិញតើជាសៅរុស្ស៊ីមែនទេបំភ្លេចរឿងនោះចោលទៅព្រោះតែខ្ញុំគ្មានពេលនោះទេហើយណាមួយទៀតនោះគឺជារឿងពីមុនដោយសារតែឥឡូវនេះខ្ញុំមិនចង់ជួបនឹងនាងនោះទេដោយសារតែកាលពីព្រឹកនាងបានអើពើជាមួយនឹងខ្ញុំដូច្នេះនៅពេលនេះខ្ញុំចង់ឲ្យនាងនៅឆ្ងាយពីខ្ញុំដោយស៊ិនយីនា
នាងក៏បាននិយាយលងលោមទៀតមិនដូចជាលោកបានគិតនោះឡើយមូលហេតុដែលខ្ញុំនិយាយបែបនោះដោយសារតែខ្ញុំប្រញាប់ទៅប្រជុំនៅក្នុងក្រុមហ៊ុនព្រោះថាក្រុមហ៊ុនរបស់ខ្ញុំកំពុងតែមានបញ្ហាធំចំណែកមនុស្សដែលចង់ជួបនាយកស៊ីរូស៊ីត្រូវតែមានការណាត់ទុកជាមុនសិនយីឈិនក៏បាននិយាយប្រាប់ខ្ញុំអាចជួបស៊ីរូស៊ីក៏បានប៉ុន្តែសូមឲ្យគេមកជួបខ្ញុំដោយផ្ទាល់ដូច្នេះពេលនេះខ្ញុំគេមុនហើយបិទទ្វារឃ្លឹបមានអ្វីនិយាយគ្នានៅថ្ងៃស្អែកដោយពេលនេះស៊ុនយីនាងក៏បានខំមកស៊ីរូស៊ីបន្ទាប់ពីលើកទទួលស៊ុនយីតែមានរឿងអ្វីនិយាយជាមួយនឹងខ្ញុំមែនទេថាយ៉ាងម៉េចគេប្រាប់ថាឲ្យខ្ញុំទៅរកគេដោយផ្ទាល់ផងគ្មានបញ្ហានោះទេខ្ញុំនឹងពិចារណាសិនមើលទៅបរិមមនុស្សហាក់បីដូចជាវាយរកក្រនបើពិតជាគួរឲ្យចាប់អារម្មណ៍កាត់មកពេលព្រឹកដែលពេលនេះទូប្រុសរបស់យើងបានមកហាងថ្នាំមួយកន្លែងវាគូតែជាហាងថ្នាំដ៏ធំបំផុតនៅក្បែរនឹងបានជាមានមនុស្សជាច្រើនកំពុងតែតម្រង់ជួរដូច្នេះខ្ញុំគូតែក្រឡេកមើលជុំវិញនេះសិនសំឡឹងទៅក៏បានឃើញរូបគំនូរដ៏ធំមួយដែលព្យួរនៅជញ្ជាំងទឹកដៃពិតជាល្អមែនប៉ុន្តែគឺជារូបភាពចម្លងមើលទៅមនុស្សដែលគូរូបមួយនេះកម្រិតរបស់គេក៏មិនធម្មតានោះដែរបន្ទាប់ពីស្ដាប់ឮនៅអ្វីដែលយីឈិនបាននិយាយយើងក៏បានឃើញនារីម្នាក់បង្ហាញខ្លួនឡើងមកតើលោកគឺជាអ្នកណាហើយអ្វីបានជាហ៊ាននិយាយថាគំនូររបស់យើងគឺជារបស់មិនពិតដែលលោកតារបស់នាងក៏បានហាមស៊ីសួននិយាយស្ដីមានសិជីវធម៌ផងនារីម្នាក់ដែលមានឈ្មោះថាស៊ីសួននេះក៏បានតមកវិញគឺដោយសារតែគេបាននិយាយថាគំនូររបស់យើងគឺជារបស់មិនពិតនេះគឺជាកំណត់ទ្រព្យដែលគ្រួសាររបស់យើងបានទិញពីរាជធានីដោយលោកតាម្នាក់នោះក៏បានបន្តនិយាយទៀតអ្នកកំឡោះប្រហែលជាមិនដឹងនោះទេគំនូរមួយនេះត្រូវបានផ្ទាត់ដោយអ្នកជំនាញជាច្រើនហើយអ្វីបានជាអ្នកហ៊ាននិយាយថានេះជារបស់ខ្លាំងខ្លាយដូច្នេះចាប់ផ្ដើមនិយាយពីកន្លែងនោះមកដោយយីឈិនក៏បាននិយាយប្រាប់មើលទៅអ្នកជំនាញទាំងអស់នោះគ្រាន់តែចេះតែវិភាគតែប៉ុណ្ណោះចំណែកគំនូរមួយនេះវាមើលទៅដូចជាស្ងួតហើយសោះក៏ក្រោះបន្តិចបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យស៊ីសួននាងខឹងយ៉ាងខ្លាំងក្មេងទំនើងលោកតារបស់នាងក៏បានខាត់ចៅស្រីកុំវាមនុស្សសាមញ្ញឲ្យសោះប៉ុន្តែស៊ីសួនទ្រាំលេងបានហើយដោយសារតែទូប្រុសរបស់យើងឌឺខ្លាំងពេកវាចូលទៅមួយរន្ទះជើងយីឈិនក៏បានចាប់ជើងជាប់ធ្វើនាងក៏បានភ្ញាក់ផ្អើលមិនអាចទៅរួចនោះឡើយដោយយីឈិននៅតែបន្តឌឺតើនាងជំទាវគ្រប់គ្រាន់ហើយឬនៅដោយនាងនៅតែបន្តស្រែកទីលេងជើងរបស់ខ្ញុំភ្លាមលេងជើងរបស់ខ្ញុំដោយដែលនាងទាំងអស់គ្នាបានนั่งហើយទូប្រុសរបស់យើងឲ្យតែណាឆ្លើយចាប់បោកភីងហុយជុកខ្ញុំមិនបានរំពឹងទុកនោះទេថាមកទីនេះនឹងជួបមនុស្សដែលមានធម៌ពលក្បាច់គុណប៉ុន្តែពិតជាគួរឲ្យសោកស្ដាយដែលកម្រិតរបស់នាងមិនស័ក្តិសមជាមួយនឹងខ្ញុំនោះទេប្រសិនបើអាចព្យាយាមវឹកហាត់ពី3ឆ្នាំទៀតទៅនាងទំនងនឹងក្លាយជាមនុស្សដែលមានប្រយោជន៍ខ្លះស៊ីសួនបន្ទាប់ពីគេចាប់បោកហើយបូលីថែមទៀតពួកនាងរត់តែក្តៅឡើងលោកហ៊ាននិយាយប្រមាថខ្ញុំផងដូច្នេះខ្ញុំមិនលើកលែងឲ្យលោកនោះទេបន្ទាប់ពីឃើញនាងសម្រុកចូលទៅលោកតារបស់នាងក៏បានខាត់ស៊ីសួនមិនឈប់វាភ្លាមត្រូវប៉ុណ្្នឹងហើយមិនទាន់ដឹងទៀតមែនទេថាអ្នកកំឡោះម្នាក់នេះគេមាននៅកម្រិតធម៌ពលដ៏អស្ចារ្យគេបានទប់រំរន្ទះជើងរបស់ចៅត្រឹមតែដៃម្ខាងជាមួយនឹងកម្រិតធម៌ពលមជ្ឈុំរបស់ចៅប្រសិនបើគេមិនបង្ហាញក្តីមេត្តានោះទេចៅស្រីក៏មានជីវិតរស់ដែរប៉ុន្តែនាងនៅតែមិនអស់ចិត្តអំបញ្ញមិញដោយសារតែការធ្វើវិហាររបស់ខ្ញុំនោះទេដែលគិតថាគេមិនចេះបច្ចេកទេសក្បាច់គុណយីឈិនក៏បាននិយាយទៅវិញនាងច្រមុះមើលទៅហាក់បីដូចជានៅក្មេងខ្លាំងណាស់បានជាហ៊ានវាយតម្លៃមនុស្សបែបនេះបន្ទាប់មកក៏បានបញ្ចេញចំហាយធម៌ពលដ៏អស្ចារ្យតែពេលនេះនាងបានឃើញហើយឬនៅបន្ទាប់ពីឃើញបែបនោះធ្វើឲ្យស៊ីសួនឡើងអុកគូតតែម្ដងអំណាចវិញ្ញាណអាក្រក់តែអាចទៅរួចដោយរបៀបណាចំណែកលោកតារបស់នាងក៏បានបដូរអាការៈទៅជាក្អកយ៉ាងខ្លាំងងើបឡើងធ្វើការគោរពសុំទោសចំពោះរឿងអំបញ្ញមិញផងដោយសារតែចៅស្រីរបស់ខ្ញុំជាឆាវខ្លាំងពេកសូមអ្នកកំឡោះកុំអន់ចិត្តអីទូប្រុសរបស់យើងគឺជាមនុស្សចិត្តទូលាយមិនចាំបាច់ដល់ថ្នាក់នឹងនោះទេខ្ញុំមិនប្រកាន់នោះឡើយដោយសារតែចៅស្រីរបស់លោកគឺនៅក្មេងខ្លាំងពេកដោយលោកតារបស់ស៊ីសួនក៏បានសើចឡើងហាបែរអញ្ចឹងសូមអ្នកកំឡោះរៀបរាប់ពីគំនូរមួយនេះភ្លាមមកព្រោះតែខ្ញុំក៏ចង់ដឹងដែរថាមើលយ៉ាងម៉េចបានដឹងថាវាជារបស់មិនពិតសូមអ្នកកំឡោះជួយណែនាំខ្ញុំផងដោយយីឈិនក៏បានបញ្ជាក់ធម្មពលទះទៅលើរូបគំនូរមួយផ្ទាំងនោះស្រាប់តែលេខនៅអក្សរនិងហត្ថលេខាជាច្រើននេះគឺជាអ្វីដែលអ្នកចម្លងម្នាក់នោះបានបន្សល់ទុកដែលអាចបញ្ជាក់បានថាគំនូរមួយនេះគឺខ្លែងបន្លំធ្វើឲ្យយើងពិបាកបែងចែកគំនូរពិតនិងគំនូរខ្លែងខ្លាយចំណែកហត្ថលេខានិងអក្សរដែលបានបន្សល់ទុកនៅផ្ទាំងគំនូរមានតែជាងគំនូរខ្លែងខ្លាយតែប៉ុណ្ណោះដែលហ៊ានបន្សល់ទុកបែបនេះកាលពីដំបូងប្រសិនបើលោកប្រើប្រាស់ធម៌ពលដ៏ពិតប្រាកដស្រោចទៅលើគំនូរមួយផ្ទាំងនេះវាច្បាស់ជាលេចឡើងជាមិនខានបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើលោកតារបស់ស៊ីសុនដែលគាត់មានឈ្មោះថា Surrender ខ្ញុំមិននឹកស្មានថាមនុស្សដូចជាខ្ញុំត្រូវបានអ្នកដទៃបោកប្រាស់ដូចនេះសោះខ្ញុំពិតជាសូមអរគុណដល់អ្នកកំឡោះម្ដងទៀតហើយបើគ្មានអ្នកកំឡោះនោះទេខ្ញុំ Surrender នៅតែជាមនុស្សល្ងងបែបនេះដោយទូប្រុសរបស់យើងក៏បានដើរចេញជារឿងតូចតាចតែប៉ុណ្ណោះខ្ញុំសូមលាទៅមុនសិនហើយប្រសិនបើមានពេលទំនេរខ្ញុំនឹងមករកលោកម្ដងទៀតដើម្បីស្វែងរកជាឱសថល្អៗដោយសារតែឥឡូវនេះឱសថដែលខ្ញុំត្រូវការនៅក្នុងហាងរបស់លោកត្រូវបានអស់ហើយលោកតា Surrender ក៏បានហៅឈប់សិនតើអ្នកកំឡោះត្រូវការឱសថអ្វីខ្លះហើយអ្វីបានជាមានព្រមនិយាយប្រាប់ខ្ញុំសិនយីឈិនក៏បានឈប់បន្ទាប់ពីនិយាយប្រាប់គ្នារួចរាល់អស់ហើយស៊ីសួននាងក៏បានយកថ្នាំមកឲ្យនេះគឺជាថ្នាំដែលលោកចង់បានបន្ទាប់ពីទទួលយកយីឈិនក៏បាននិយាយអរគុណច្រើនដោយពេលនេះស៊ីសួននាងក៏បានបដូរទឹកមុខទៅជារីករាយប្រហែលជាដោយសារតែលោកតារបស់នាងបង្ខំហើយនិយាយយ៉ាងសុភាពបន្ទាប់ពីស្ដាប់ឮបែបនោះយីឈិនក៏បានអស់សំណើចហានាងស៊ីសួនពិតជាចេះបត់បែនតាមកាលៈទេសៈមែនប៉ុន្តែខ្ញុំចូលចិត្តចរិតរបស់នាងកាលពីជួបគ្នាដំបូងដោយដែលអ្វីដែលនាងទាំងអស់គ្នាបានឃើញពេលនាងបានចេញចរិតពិតហើយកុំស្មានថាលោកតារបស់ខ្ញុំចូលចិត្តលោកធ្វើឲ្យលោកចង់ធ្វើអ្វីនៅទីនេះក៏បានពេលនោះលោកតាស៊ូក៏បានស្ដីឲ្យស៊ីសួនតើចៅនៅតែមិនទាន់យល់មែនទេកម្រិតធម៌ពលរបស់អ្នកកំឡោះម្នាក់នេះគឺខ្លាំងជាងលោកគ្រូល
របស់ចៅទៅទៀតធ្វើនាងក៏បានលន់មាត់ទៅវាអាចទៅរួចដល់រីបណានាងកំឡោះក៏ប្រកាន់ជាមួយនឹងចៅស្រីរបស់ខ្ញុំអីព្រោះតែនាងគឺឆ្នះខ្លាំងណាស់ឲ្យខ្ញុំសូមអភ័យទោសជំនួសនាងផងទូប្រុសរបស់យើងមិនប្រកាន់នោះឡើយដោយលោកតាស៊ូគាត់ក៏បានហាននៅសម្បត្តិថ្នាំដែលយីឈិនបានសរសេរឲ្យអស់សតទាំងអស់នៃនាងកំឡោះបានកំងហាងរបស់ខ្ញុំក៏អស់ពីស្តុកទៅហើយសូមរងចាំពី3ថ្ងៃទៀតសិនទៅបន្ទាប់ពីរោគបានហើយខ្ញុំនឹងប្រញាប់រៀបចំទុកឲ្យចំពោះថ្លៃថ្នាំខ្ញុំមិនគិតថ្លៃនោះទេដើម្បីទុកជាការសុំទោសដែលចៅស្រីរបស់ខ្ញុំបានបង្ករឿងជាច្រើនចំពោះអ្នកកំឡោះយីឈិនក៏បាននិយាយឡើងមិនចាំបាច់នោះទេលោកម្ចាស់ស៊ូគ្រាន់តែគិតតាមតម្លៃទីផ្សារទៅបានហើយព្រោះតែខ្ញុំទើបតែទទួលបានប្រាក់ដែរណាមួយខ្ញុំក៏មិនចង់កេងចំណេញពីគ្រួសារស៊ូរបស់លោកដែរដូច្នេះខ្ញុំសូមលាទៅសិនហើយរយៈពេល3ថ្ងៃខ្ញុំនឹងត្រឡប់មកម្ដងទៀតដោយស៊ីសួននាងនៅតែឌឺប្រញាប់ទៅខ្ញុំមិនចង់ឃើញមុខរបស់លោកទីនោះទេបន្ទាប់ពីយីឈិនចាក់ចេញទៅវិញធ្វើលោកតាស៊ូក៏បានគេក្នុងចិត្តខ្ញុំមានអារម្មណ៍ថាគេស្រដៀងទៅនឹងត្រកូលយីឬក៏អាចជាយីឈិនស៊ីសួនបន្ទាប់ពីស្ដាប់ឮលោកតារបស់នាងរអ៊ូធ្វើនាងក៏បានចាប់អារម្មណ៍លោកតាស្គាល់ឈ្មោះរបស់បរិម្នាក់នោះវាអាចជាគេម្នាក់នោះគឺជាអ្នកខ្លាំងមែនទេលោកតាស៊ូនៅតែបន្តគិតបើអ្នកកំឡោះម្នាក់នោះពិតជាយីឈិនមែនខ្ញុំខ្លាចថានឹងមានគ្រោះមហាន្តរាយមួយទៀតនៅក្នុងក្រុងជាឈឹងរបស់យើងជាមិនខានដោយស៊ីសួននាងក៏បាននិយាយឡើងលោកតាទោះបីជាគេមាននៅអំណាចវិញ្ញាណអាក្រក់ដ៏ខ្លាំងក្លាក៏ដោយក៏វាមិនមានន័យថាគេម្នាក់នោះអាចប្រៀបធៀបជាមួយនឹងលោកគ្រូរបស់ខ្ញុំបានដែរលោកតាស៊ូក៏បាននិយាយប្រាប់វាច្បាស់ណាស់កម្រិតធម៌ពលរបស់អ្នកកំឡោះម្នាក់នោះវាអាចតស៊ូប្រយុទ្ធជាមួយនឹងលោកគ្រូរបស់ចៅបានបើតាមការមើលរូបរាងរបស់គេវាក៏អាចទៅរួចដែរដោយសារតែមានពាក្យចាមរាមបាននិយាយឡើងថាគ្រូក្បាច់គុណណាមួយដែលអាចប្រយុទ្ធបំផ្លាញមនុស្សដែលមានកម្រិតធម៌ពលប្រដាប់ដោយអាវុធខ្លាំងដែលអាវុធទាំងអស់នោះមិនអាចធ្វើអ្វីគេបាននោះទេស៊ីសួនពេលនេះក៏បានភ្ញាក់ផ្អើលហើយគេនៅក្មេងខ្លាំងណាស់តែអាចខ្លាចជាអ្នកខ្លាំងដោយរបៀបណាលោកតារបស់នាងក៏បានបន្តនិយាយប្រាប់ទៀតទោះបីជាគេមិនទាន់ខ្លាចជាអធិរាជក្បាច់គុណក៏ដោយប៉ុន្តែនៅពេលអនាគតបើតាមសមត្ថភាពដ៏អស្ចារ្យរបស់គេប្រកាសជាខ្លាចជាអធិរាជជាមិនខានប្រសិនបើគេបន្តវឹកហាត់20ឆ្នាំទៀតហើយខ្ញុំក៏ចង់ដឹងដែរតើនៅលើលោកនេះមានមនុស្សប្រមាណអ្នកដែលជាគូប្រជែងរបស់គេសរុបមកគ្រួសារស៊ូរបស់យើងកុំធ្វើជាសត្រូវរបស់គេឲ្យសោះទោះជាមានរឿងអ្វីកើតឡើងក៏ដោយកាត់មកយីឈិននៅពេលនេះកំពុងតែដើរតាមផ្លូវដោយបានគិតឡើងវាជិតដល់ពេលខួបមរណៈឪពុកម្ដាយរបស់ខ្ញុំហើយតើខ្ញុំគួរតែរៀបចំបែបណាដោយពេលនោះគេក៏មានអារម្មណ៍ថាមានមនុស្សកំពុងតែតាមដានខ្ញុំត្រូវដោះស្រាយជាមួយនឹងគេសិនបន្ទាប់មកក៏បានដើរចូលទៅច្រកអគារមួយកន្លែងដោយបរិម្នាក់ដែលបានដើរតាមយីឈិនគេក៏បានឆ្ងល់បន្ទាប់ពីទូប្រុសរបស់យើងបានបាត់ខ្លួនតើគេទៅឯណាលឺម្លេះពិតជាលឿនខ្លាំងពេកហើយភ្លាមនោះយីឈិនជាមួយនឹងធម្មពលពីពេលរាងកាយទម្លាក់ខ្លួនចុះពីខាងលើចាប់ក្បាលអាប៉ែម្នាក់នោះតើឯងកំពុងស្វែងរកខ្ញុំមែនទេបរិម្នាក់នោះក៏បានសុំអវសូមកុំសម្លាប់ខ្ញុំអីល្អបើអញ្ចឹងនិយាយហេតុផលដែលខ្ញុំមិនត្រូវសម្លាប់ឯងមកបរិម្នាក់នោះក៏ប្រញាប់និយាយយ៉ាងលឿនខ្ញុំឈ្មោះហ្វាន់តុងជាអ្នកស៊ើបអង្កេតឯកជនអាយុ41ឆ្នាំមានម្ដាយអាយុ74ឆ្នាំហើយនៅមានកូនស្រីអាយុ12ឆ្នាំម្នាក់ទៀតចំណងចំណូលចិត្តរាល់ថ្ងៃជិះចិត្តទិញឆ្នោតដល់ពេលល្ងាចជាធម្មតាផឹកស្រាបន្តិចបន្តួចធ្វើឲ្យយីឈិនក៏បានខឹងយ៉ាងខ្លាំងឈប់និយាយអត់ប្រយោជន៍ទៀតទៅខ្ញុំមិនចង់ដឹងរឿងបែបនេះនោះទេតើអ្នកណាគឺជាអ្នកបញ្ជូនឯងមកឲ្យតាមស៊ើបអង្កេតខ្ញុំស្រែកខ្លាំងពេកធ្វើឲ្យបែបនោះសឹងទៅលោះប្រលឹងទៅហើយហើយអ្វីបានជាលោកស្រែកខ្លាំងម្ល៉េះគឺលោកម្ចាស់សេហៃហួរបានបញ្ជូនខ្ញុំឲ្យមកតាមដានលោកដល់រាមណាខ្ញុំរកលោកឃើញផ្ដល់ដំណឹងទៅឲ្យគាត់ហើយគាត់ក៏ឲ្យថ្លៃឈ្នួលរបស់ខ្ញុំ1លានដល់យីឈិនក៏បានគិតឡើងខ្ញុំទុកពេលឲ្យសេហៃហួរត្រឹមតែ3ថ្ងៃដើម្បីរស់នៅប្រសិនបើគាត់មិនបានព្យាបាលតាមខ្ញុំក្នុងរយៈពេល3ថ្ងៃគាត់ប្រកាសជាត្រូវស្លាប់ជាមិនខានដល់ពេលមនុស្សក៏បាននិយាយឡើងតើលោកគិតយ៉ាងម៉េចដែរត្រឡប់ទៅជាមួយនឹងខ្ញុំអត់នៅពេលនោះប្រាក់ឈ្នួលដែលខ្ញុំទទួលបាននឹងចែកគ្នា 50% ម្នាក់អូទេខ្ញុំយកទៅ 37% បានហើយដល់យីឈិនក៏បាននិយាយស្ដីឲ្យទៅវិញអំបញ្ញមិញលោកស្ទើរតែបាត់បង់ជីវិតទៅហើយមានចិត្តគិតអំពីរឿងលុយទៀតប្រញាប់ទៅប្រាប់លោកម្ចាស់សេហៃហួរវិញទៅមិនចាំបាច់ធ្វើរឿងដ៏ធំបែបនេះនោះទេចម្លើយលោកនៅថ្ងៃនេះខ្ញុំនឹងដោះលែងប្រញាប់ទៅឲ្យឆ្ងាយពីខ្ញុំភ្លាមទៅដល់អាប៉ែម្នាក់នោះនៅតែមិនអស់ចិត្តហេឈប់សិនកុំទាន់ចាក់ចេញទៅអីភ្លាមនោះធ្វើយីឈិនក៏រៀងខឹងបន្តិចដែរនៅក្នុងថ្ងៃនេះខ្ញុំរវល់ខ្លាំងណាស់ប៉ុន្តែអាប៉ែម្នាក់នោះនៅតែលូតជង្គង់ព្រោះថាលោកម្ចាស់សេហួរហើយគាត់គ្រាន់តែចង់ដឹងថាគ្រប់ពេលវេលាតើលោកកំពុងតែធ្វើអ្វីហើយនៅឯណាខ្លះនេះហើយជាមូលហេតុដែលគាត់ចំណាយលុយយ៉ាងច្រើនដើម្បីជួបខ្ញុំឲ្យមកតាមដានលោកដូច្នេះសូមលោកផ្ដល់អាស័យដ្ឋានឲ្យមកខ្ញុំផងដើម្បីខ្ញុំយកទៅរាយការណ៍ប្រាប់គាត់សូមអធិស្ឋានរាល់កំហុសឆ្គងដែលបាននិយាយឡើងពេលនេះក៏ត្រូវបានបញ្ចប់